Top Move VOD កម្មវិធីតុកមូល VOD ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានពិភាក្សាលើបញ្ហានានាដែលកើតមាននៅក្នុងសង្គមបាទខ្ញុំបាទណូវីសូមជម្រាបសួរប្រិយមិត្តនិងបងប្អូនជនរួមជាតិដែលកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុសារិកា FM 106.5 MHz ផ្សាយចេញពីរាជធានីភ្នំពេញជាទីគោរពនិងជាទីរាប់អានកម្មវិធីចាប់ពីវេលាម៉ោង1នេះរហូតដល់ម៉ោង3គឺជាកិច្ចពិភាក្សាពិសេសតុកមូល VOD ដែលយើងបានអញ្ជើញវាគ្មិនដែលជាអ្នកវិភាគនយោបាយជាអ្នកវិភាគបញ្ហាសង្គមហើយនិងអ្នកឃ្លាំមើលអំពីការវិវត្តសង្គមមួយចំនួនចូលរួមជាវាគ្មិនដើម្បីពិភាក្សាទៅលើប្រធានបទការវិវត្តនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងមានវាគ្មិនដែលយើងអញ្ជើញចំនួន6រូបដើម្បីជជែកពិភាក្សាដេញដោលអំពីការវិវត្តនៃព្រឹត្តិការណ៍ចុងក្រោយដែលប្រិយមិត្តនិងបងប្អូនជនរួមជាតិបានជ្រាបហើយក៏ដូចជាប្រិយមិត្តខ្លះបានចូលរួមបញ្ចេញយោបល់កាលពីព្រឹកមិញផងដែរវាគ្មិនទី1គឺយើងអញ្ជើញលោកបណ្ឌិតឡាវម៉ុងហៃជាអ្នកវិភាគឯករាជ្យទី2គឺយើងអញ្ជើញលោកកែមលីជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គមហើយក៏ជាអ្នកវិភាគមួយរូបផងដែរយើងអញ្ជើញលោកបណ្ឌិតសុកទូចដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈក៏លោកជាអ្នកវិភាគនយោបាយមួយរូបផងដែរបាទយើងអញ្ជើញលោកអំសំអាតប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូហើយយើងមានលោកច័ន្ទសវេតដែលជាអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាត6ហើយយើងមានមួយរូបទៀតគឺលោកពុយគាជាអ្នកឆ្លើយឆ្លងព័ត៌មាននៃសារព័ត៌មានខ្ជូតដូជប៉ុនហើយលោកកន្លងមកក៏ជាអ្នកសរសេរសភៅប្រវត្តិសាស្ត្ររបស់កម្ពុជាមួយចំនួនផងដែរបាទយើងមានវាគ្មិន4រូបឥឡូវនេះកំពុងមានវត្តមានក្នុងបន្ទប់ផ្សាយហើយលោកច័ន្ទសវេតនិងលោកបណ្ឌិតសុកទូចនឹងអញ្ជើញមកដល់នាពេលបន្តិចទៀតដូចខ្ញុំបាទជម្រាបជូនគឺយើងនិយាយអំពីការវិវត្តនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានាពេលចុងក្រោយនេះហើយមុនពេលដែលខ្ញុំផ្ដល់ឱកាសសម្រាប់វាគ្មិនជជែកពិភាក្សាជុំវិញប្រធានបទនេះខ្ញុំបាទសូមអនុញ្ញាតកត់សម្គាល់នៅការវិវត្តព្រឹត្តិការណ៍មួយចំនួនចាប់តាំងពីក្រោយការបោះឆ្នោតថ្ងៃទី27ខែកក្កដាមកខ្ញុំជឿថាលោកបណ្ឌិតក៏ដូចជាអស់លោកជាវាគ្មិនលោកបានជ្រាបនិងបានជជែកដេញដោលជាច្រើនមកហើយដែរក៏ប៉ុន្តែយើងឃើញថារហូតមកដល់ដំណាក់កាលចុងក្រោយនេះគឺថាចាប់ពីមានការបង្ក្រាបនៅផ្លូវជាតិលេខ4គឺទៅលើកម្មករដែលបានតវ៉ាហើយមានការបិទផ្លូវអីផងគឺថាមានការបង្ក្រាបដោយមានវាយឲ្យខាងសហជីពក៏ដូចជាខាងប្រធានសមាគមidea មានរបួសហើយមានអ្នកដែលចូលរួមតវ៉ាជាច្រើនអ្នកត្រូវបានចាប់ខ្លួនរហូតមកដល់ពេលនេះគឺថាយើងមិនទាន់ដឹងវត្តមានច្បាស់ថានៅកន្លែងណានៅឡើយជុំវិញការឃុំខ្លួននេះហើយយើងឃើញអំពីការវិវត្តបន្ទាប់ពីមានព្រឹត្តិការណ៍នៅផ្លូវជាតិលេខ4មកយើងឃើញមានការផ្ទុះការតវ៉ាធំនៅសួនឧស្សាហកម្មកាណាឌីយ៉ានៅផ្លូវវែងស្រេងហើយការផ្ទុះបាតុកម្មនោះគឺថាមានរហូតដល់ការផ្ទុះសារាយគ្នារវាងអាជ្ញាធរមានសមត្ថកិច្ចដែលប្រដាប់ដោយអាវុធកាំភ្លើងហ្នឹងគឺបានបាញ់បង្ក្រាបទៅលើវងបាតុកររហូតដល់បណ្ដាលឲ្យមានកម្មករចំនួន5នាក់ជាផ្លូវការគឺថាបានបាត់បង់ជីវិតចំពោះការបង្ក្រាបនោះហើយមានកម្មករចំនួនប្រមាណជាង20នាក់ទៀតគឺត្រូវបានរងរបួសហើយក្រៅពីនោះក៏មានការអះអាងពីកម្មករផងដែរថាជាការបង្ក្រាបហ្នឹងគឺបានបណ្ដាលឲ្យកម្មករចំនួន8នាក់ស្លាប់ប៉ុន្តែនេះជាព័ត៌មានដែលខុសប្លែកគ្នាចំនួនតួលេខនេះយើងនឹងបង្ហាញជូនបន្ថែមទៀតហើយយើងឃើញថាបន្ទាប់ពីមានការបង្ក្រាបហើយបញ្ហានៅផ្លូវវែងស្រេងរៀងស្ងាត់បន្តិចមកកាលពីថ្ងៃសៅរ៍ម្សិលមិញនេះគឺកម្លាំងសមត្ថកិច្ចជាច្រើនអ្នកបានទៅបំបែកវងបាតុករដែលតវ៉ាជាប្រចាំថ្ងៃដែលដឹកនាំដោយគណៈបកសង្គ្រោះជាតិហើយដែលកំពុងទាមទារឲ្យមានការបោះឆ្នោតឡើងវិញនោះគឺថាបានបង្ក្រាបឲ្យបែកខ្ចាយតែម្ដងគឺថាមានការរងអីនៅទីលានប្រជាធិបតេយ្យដែលយើងហៅថាសួនសេរីភាពនឹងហើយយើងឃើញថាបន្ទាប់ពីនោះមកយើងឃើញមានការចេញដីកាកោះពីតុលាការក្រុងភ្នំពេញពីម្សិលមិញដែរគឺថាអញ្ជើញលោកសំរងស៊ីលោកកឹមសុខាឲ្យចូលខ្លួននៅថ្ងៃទី14ឆាប់នេះដើម្បីសាកសួរហើយបទ
ញុះញង់គឺត្រូវបានប្រើប្រាស់នៅក្នុងការចោទប្រកាន់នេះតែម្ដងដែរយើងឃើញការវិវត្តនៃព្រឹត្តិការណ៍ចុងក្រោយនេះហាក់ដូចជាមានការចាប់អារម្មណ៍ច្រើនហើយគេមានការជជែកគ្នាតាមបណ្ដាញសង្គមច្រើនដែររឿងពាក់ព័ន្ធជាមួយនឹងផ្លូវនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាតើកម្ពុជាបច្ចុប្បន្ននេះនឹងវិវត្តទៅជាយ៉ាងម៉េចទៅវិញហើយដំណើរការលទ្ធិប្រជាធិបតេយ្យដែលយើងចាប់ផ្ដើមបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ23តុលាហ្នឹងតើឥឡូវនេះវាឈានទៅជាយ៉ាងម៉េចអញ្ចឹងខ្ញុំសូមអញ្ជើញលោកបណ្ឌិតឡាវម៉ុងហៃមុនបាទសូមអញ្ជើញលោកបណ្ឌិតមានការចាប់អារម្មណ៍មិនដែរចំពោះការវិវត្តនៃព្រឹត្តិការណ៍នេះបាទខ្ញុំបាទសូមអនុញ្ញាតចេះដោយសារតែយើងមានពេលច្រើនដែរអញ្ចឹងក្នុងករណីដែលវាគ្មិនលោកមានចំណុចអីដើម្បីលើកយកមកបង្ហាញចំពោះគំនិតរបស់វាគ្មិនផ្សេងទៀតយើងខ្ញុំសូមបើកឱកាសតែម្ដងបាទអញ្ចឹងសូមអញ្ជើញលោកបណ្ឌិតបាទនេះព្រឹត្តិការណ៍ប្រហែលថ្ងៃនេះបាទចុងក្រោយនេះគឺរួមទាំងការបង្ក្រាបបាទជាពិសេសគឺមានចូលទៅដេញប្រជាពលរដ្ឋបាទដែលមកធ្វើបាតកម្មនៅប្រលានប្រជាធិបតេយ្យហើយដែលហៅថាសួនសេរីភាពហ្នឹងបាទឥឡូវនេះគឺម្សិលមិញថ្ងៃនេះណាបើតាមខ្ញុំដឹងគឺវាលែងទៅជាសួនសេរីភាពបាទវាលែងទៅជាទីលានប្រជាធិបតេយ្យទៀតហើយបាទហើយបើសិនជាកន្លែងនោះជានិមិត្តរូបនៃសេរីភាពបាទនឹងដែលប្រជាធិបតេយ្យត្រង់ហ្នឹងគឺលែងមានទៅបាទប្រជាធិបតេយ្យហើយសេរីភាពហ្នឹងបាទនេះចម្លើយខ្ញុំប៉ុណ្ណឹងបាទជាចំណុចមួយដែលគួរពិចារណាដែរតាក់ទងជាមួយនឹងលោកបណ្ឌិតបើសិនជាការក្រាបហ្នឹងទៅជាអ្វីដែលអាជ្ញាធរលោកអះអាងថាការតវ៉ាហ្នឹងវាមិនស្របច្បាប់អញ្ចឹងវាជាហេតុផលនៃការបង្ក្រាបតើលោកបណ្ឌិតយល់ឃើញមិនដែរបើរឿងស្របច្បាប់ក្នុងប្រទេសដែលមានច្បាប់ទម្លាប់បាទយើងអត់ច្បាប់ទម្លាប់បាទមិនបានលោកបណ្ឌិតថាយើងអត់ច្បាប់ទម្លាប់បាទជាត្រូវមានច្បាប់មួយគេថាច្បាប់ដែលស្ថានភាពអាសន្នបាទយើងមាននៅទេអត់មានឯខៅ emergency law បាទហើយគឺគេត្រូវឈរលើមូលដ្ឋានច្បាប់ហ្នឹងគឺគេត្រូវប្រកាសអាសន្នបាទឬទន្ទឹមគ្នាដែរគេត្រូវប្រកាសខែបំរាមគួរចរឲ្យបានត្រឹមត្រូវហើយក្នុងការប្រកាសនេះគេត្រូវមានមូលហេតុឲ្យបានត្រឹមត្រូវហើយគេទុកឲ្យមានដែលការតវ៉ាបាទយើងបន្ទោសប្តាហ៍នេះស្រាញ់ចិត្តបាទធ្វើឲ្យបាត់តែមានច្បាប់ដូចជាការប្រើប្រាស់កងទ័ពដើម្បីជួយថែរក្សាសន្តិសុខក៏ដោយបាទនឹងក្នុងច្បាប់ស្ដីពីលក្ខន្តិកៈកងខេមរភូមិន្ទនឹងគឺមានអញ្ចឹងបាទគឺកងខេមរភូមិន្ទអាចจะได้ប្រើប្រាស់ដើម្បីធ្វើអន្តរកម្មជួយការរក្សាសន្តិសុខនឹងមានបាទក៏ប៉ុន្តែគេត្រូវប្រកាសដែរបាទហើយតើសភាយើងដឹងទេនេះប្រជាធិបតេយ្យបាទសភាត្រូវធ្វើអន្តរកម្មបាទហើយត្រូវដែលរដ្ឋាភិបាលត្រូវរាយការណ៍ណាជូនសភាបាទអ្នកស្ថានការបដលចេះបាទនឹងដែលមានវិធានការចេះបាទនឹងដែលតាមខ្ញុំដឹងបាទដំណើរការប្រជាធិបតេយ្យអញ្ចឹងបាទមិនត្រឹមប៉ុណ្ណេះទេគឺបើយើងថារៀលដល់ទៅដល់ព្រះមហាក្សត្រទៅទៀតនោះបាទចា៎តែនៅពេលអញ្ចឹងគឺលោកយល់ទ្រង់ព្រះយល់ដែលទ្រង់ព្រះសម្ដាប់ជ្រាបទេបាទតែលោកនៅស្ងៀមទេនៅពេលមុនប្រហែលខែមុននេះលោកចេញតែដែរទៅរៀបសារលិខិតសូមអំពាវនាវឲ្យការស្ងប់ស្ងៀមបាទហើយជាព្រះសង្ឃរាជទាំងពីរអង្គចឹងដែរបាទទឹមគ្នានឹងពេលដែលព្រះមហាក្សត្រចេញព្រះឥសានឹងមកក៏ខាងរដ្ឋាភិបាលក៏ចេញដែរហើយក៏ខាងព្រះសម្ដេចសង្ឃរាជទាំងពីរនោះក៏បានចេញប្រកាសបាទសូមឲ្យដែលព្រះសង្ឃណា
កុំចូលរួមក្នុងដែលសកម្មភាពនៃបាតកម្មហួហាយអញ្ចឹងទៅបាទចាសូមពីដែលមានការស្ងៀមស្ងាត់អីដែរបាទប៉ុន្តែនេះគឺដល់ព្រឹត្តិការណ៍អញ្ចឹងមកធ្ងន់ធ្ងរជាងពេលនោះទៅទៀតបកឃើញបាទសភាគាត់អត់បាទខាងការដឹកនាំខាងសង្ឃក៏អត់បាទហើយប្រសងចូលរួមទៀតបាទហ្នឹងបាទនឹងបើថាបើយើងគិតរឿងប្រជាធិបតេយ្យគឺរឿងនីតិរដ្ឋហ្នឹងគឺថាយើងសពថ្ងៃនេះអំណាចដែលការប្រើប្រាស់អំណាចហ្នឹងដូចជាមិនទៅតាមច្បាប់ទ្របនឹងគោលការណ៍ប្រជាធិបតេយ្យនេះទេបាទអរគុណលោកដិតឡោមហើយលោកកែមលីលោកយល់ឃើញយ៉ាងម៉េចដែរចំពោះការវិវត្តចុងក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើងបាទខ្ញុំសូមបញ្ជាក់ជូនថាក្នុងស្ថានភាពចុងក្រោយនេះគឺប្រជាពលរដ្ឋកំពុងតែធ្វើដំណើរយ៉ាងស្វាហាប់ទៅរកលទ្ធិប្រជាធិបតេយ្យតាមរយៈការសម្ដែងមតិក៏ប៉ុន្តែរដ្ឋាភិបាលកំពុងតែកំទេចនៅដំណើរការលទ្ធិប្រជាធិបតេយ្យហើយធ្វើដំណើរយ៉ាងលឿនទៅរកប្រទេសកុម្មុយនីសផ្ដាច់ការតែម្ដងអានឹងរឿងមួយរឿងទី2បើយើងនិយាយពីប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យតើមានការបោះឆ្នោតនឹងត្រឹមត្រូវយុត្តិធម៌យើងអត់មានការបោះឆ្នោតមួយដែលត្រឹមត្រូវយុត្តិធម៌ទេអានឹងរឿងមួយរឿងទី2ប្រទេសប្រជាធិបតេយ្យតើតែប្រជាពលរដ្ឋនឹងមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការសម្ដែងមតិនៅក្នុងការជួបជុំគ្នាក្នុងពេលព្រឹកវិញនេះគ្រាន់តែ2ឬក៏3នាក់ក៏ត្រូវបានបំបែកអានឹងវាបាត់បង់នៅសមាជិកភាពនៃលទ្ធិប្រជាធិបតេយ្យទី3លទ្ធិប្រជាធិបតេយ្យទាល់តែមតិភាគច្រើននឹងគឺអ្នកគ្រប់គ្រងហើយគោរពសិទ្ធិមតិភាគតិចគេហៅថា majority rule minority rights បានន័យថាមតិភាគច្រើនគ្រប់គ្រងប្រទេសទៅក៏ប៉ុន្តែព្យាយាមគោរពសិទ្ធិនៅមតិភាគតិចព្យាយាមឆ្លើយតបនឹងសេចក្តីត្រូវការរបស់មតិភាគតិចប៉ុន្តែយើងបាត់បង់កន្លែងនេះហើយមួយទៀតប្រទេសដែលប្រកាន់នៅលទ្ធិប្រជាធិបតេយ្យគឺជាប្រទេសមួយដែលត្រូវការការគ្រប់គ្រងនៅការសម្ដែងមតិពីប្រជាពលរដ្ឋត្រូវមានការកោតសរសើរតាមពិតបើសិនជាចលនាប្រជាពលរដ្ឋសម្ដែងមតិចូលរួមបាតកម្មកោតកម្មដោយអហិង្សារបៀបនេះគឺត្រូវបានការកោតសរសើរពីសភាជាតិត្រូវបានការកោតសរសើរពីរាជរដ្ឋាភិបាលទៅវិញទៅសេសបត់ជូនរង្វាន់ដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋនឹងសម្ដែងមតិក៏ប៉ុន្តែមិនចឹងទេត្រូវទទួលនៅដបងទទួលនៅដុំថ្មទទួលនៅកំភ្លើងទទួលនៅក្របកំភ្លើងទៅវិញនេះគឺជាចលនាផ្ទុយទៅនឹងស្មារតីប្រជាធិបតេយ្យខ្ញុំមិនចង់និយាយអំពីនីតិរដ្ឋទេយើងត្រូវការពេលវេលាខ្ញុំសូមសង្ខេបប៉ុណ្នេះហើយខ្ញុំសូមឆ្លៀតឱកាសនេះខ្ញុំសូមលើកនៅរឿងមួយក្នុងពេលបច្ចុប្បន្ននេះខ្មែរយើងប្រទេសយើងគឺគេឲ្យឈ្មោះថាជាប្រទេសមួយដែលពោះអត់ក្បាលសំខាន់ណាស់ដែលយើងនិយាយថាពោះអត់ក្បាលប្រជាពលរដ្ឋខ្មែរយើងជាខ្លួនពោះហើយត្រូវការក្បាលម៉ាស៊ីនមួយដែលយុត្តិធម៌ឆ្នាំ1993ត្រូវរកក្បាលមួយគឺគណៈបកហ៊ុនស៊ិនប៉ិចដើម្បីដឹកនាំក្បាលហ្នឹងគឺក្បាលពោះស្អុយទៅទៀតអាហ្នឹងរឿងមួយរឿងទី2លែងទុកចិត្តក្បាលហ៊ុនស៊ិនប៉ិចបានន័យថាជាក្បាលម៉ាស៊ីនដឹកនាំបែរមកគ្រប់គ្រងគណៈបកប្រជាជន CPP ថាពឹងផ្អែកអីក្បាលពោះហ្នឹងគឺពោះវែកទៅទៀតព្រោះពឹសមកលើខ្លួនឯងទាំងដីធ្លីបញ្ហាយុត្តិធម៌ប្រជាជនអស់មានអីពឹងយកខ្លួននឹងទៅដើររកក្បាលចុងក្រោយឆ្នាំ2013នឹងរកក្បាល CNRP សង្ឃឹមថានឹងក្បាលនឹងអាចភ្ជាប់បានដឹកនាំប្រទេសឬមួយក៏ជួយគាត់បានហើយខាងដីធ្លីបែរជាក្បាលនឹងក្បាលពុះផលិតទៅទៀតក្បាលពុះផលិតនេះដែលខ្ញុំចង់និយាយពីម្សិលមិញនៅពេលដែលមានការបង្ក្រាបនៅទីលានប្រជាធិបតេយ្យស្រាប់តែពោះនឹងវាអត់ក្បាលខ្លួននៅពេញទីលានប្រជាធិបតេយ្យរកក្បាលតអត់ឃើញរកក្បាលជួយអត់ឃើញវាសំតែ55នាក់នឹងនៅប្រឈមមុខជាមួយនឹងអាជ្ញាធរពីព្រោះ55នាក់នឹងសុំលិខិតទៅសាលាក្រុងដើម្បីធ្វើកោតកម្មបាតកម្មស្រាប់តែមានតែខ្លួនអត់មានក្បាលទៅទៀតឥឡូវនេះដំណាក់កាលទី4ប្រជាពលរដ្ឋនឹងក៏ប្រឹងរកក្បាលតទៀតដើម្បីកសាងនៅលទ្ធិប្រជាធិបតេយ្យ
ហើយគួរអាណិតអាសូរណាខ្លួនពោះហ្នឹងពេលខ្លះហ្នឹងរត់ទៅពឹងក្បាលនៅថៃកៃឡូមានបានចំណូលខ្លះត្រូវគេបាញ់សម្លាប់ទៅទៀតត្រូវគេធ្វើទុកបុកម្នេញទៀតយុវជនច្រើនទៅពឹងទៅតក្បាលនៅម៉ាឡេនោះត្រូវគេរំលោភបំពានធ្វើការងារតាមផ្ទះជាសំណាងល្អឥឡូវនឹងខំប្រឹងសាលានីមួយប្រឡងទៅតក្បាលនៅកូរ៉េខាងត្បូងក្បាលនឹងតូចពេកមិនអាចតខ្លួននឹងបានអញ្ចឹងសួរថាតើថ្ងៃណាដែលប្រជាពលរដ្ឋមានក្បាលនឹងល្អហើយជួយគាត់បានខ្ញុំសូមសង្ខេបប៉ុណ្នេះសិនលោកពុយគាមានការយល់ឃើញមិនដែរបាទជាការវិភាគទស្សនៈផ្ទាល់ខ្លួនរបស់លោកជឿបាទខ្ញុំដោយសារខ្ញុំមកពីខាងសារព័ត៌មានខ្ញុំចង់ទាញទៅលើជ្រុងព័ត៌មានទៅវិញព័ត៌មានសពថ្ងៃនេះដូចជាច្បោកច្បល់បន្តិចបាទច្បោកច្បល់ដែលហេតុថាទៅជាអ្នកសារព័ត៌មានហ្នឹងរងគ្រោះហើយរងគ្រោះពីមុនគាត់ថាធ្លាប់តែអ្នកសារព័ត៌មានដែលនៅខាងគ្រប់គ្រងគណៈបកប្រឆាំងឬក៏ជំទាស់លោករងគ្រោះប៉ុន្តែឥឡូវហ្នឹងវារងគ្រោះទៅជាអ្នកដែលគ្រប់គ្រងគណៈបកកណ្ដាលអំណាចហ្នឹងរងគ្រោះវិញរងគ្រោះហ្នឹងមិនមែនជាយើងមើលទៅមិនមែនជាចរន្តនៃថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកមួយដែលគាត់បញ្ជាទេរបៀបជាសេណារីយ៉ូរបស់ថ្នាក់ដឹកនាំទេក៏ប៉ុន្តែទៅជាបុគ្គលទៅជាអ្នកដែលចូលរួមកាន់បកម្ខាងហ្នឹងគឺថាគាត់យល់ឃើញថាអ្នកសារព័ត៌មានហ្នឹងគឺមិនឯករាជ្យកាន់ជើងម្ខាងអញ្ចឹងធ្វើឲ្យខឹងទៅវិញទៅមកមានន័យថាបើសមាជិករបស់អ្នកសារព័ត៌មានដែលមាននិន្នាការកាន់ជើងគណៈបកកាន់អំណាចគឺគាត់មានបញ្ហាជានិច្ចកាលទៅយកព័ត៌មានចុងក្រោយនេះនៅទីលានប្រជាធិបតេយ្យឬក៏ទៅវងបាតកម្មរបស់គណៈបកសង្គ្រោះជាតិហើយគាត់ត្រូវបង្ខំចិត្តលាក់អត្តសញ្ញាណរបស់គាត់អត់ហ៊ានបង្ហាញថាគាត់មកពីស្ថាប័នណាទេហើយដូចគ្នានៅពេលដែលមានអាជ្ញាធរមកអញ្ចឹងគឺខាងអ្នកសារព័ត៌មានដែលមកពីដែលមាននិន្នាការមកពីគណៈបកប្រឆាំងហ្នឹងគឺលោកក៏ត្រូវលាក់អត្តសញ្ញាណដូចគ្នាឥឡូវហ្នឹងវាចូលដល់រឿងដែលពិបាកទូអង្គអ្នកសារព័ត៌មានហើយយើងដឹងហើយក្នុងសង្គមទូទៅមិនថាស្រុកខ្មែរស្រុកគេទេគឺដាច់ខាតត្រូវការតួនាទីអ្នកសារព័ត៌មានហ្នឹងដើម្បីផ្ដិតយករូបភាពពិតវាកើតឡើងយ៉ាងម៉េចមិនថាបកណាជាបកណាសមត្ថកិច្ចក៏ដោយកម្មករក៏ដោយអំពើហិង្សាយ៉ាងណាគឺថាយើងត្រូវផ្ដិតយករូបភាពហ្នឹងដើម្បីផ្សាយឲ្យមហាជនបានដឹងថាការពិតយ៉ាងម៉េចប៉ុន្តែឥឡូវហ្នឹងដល់ពេលអ្នកសារព័ត៌មានលោកមានបញ្ហាដែរមួយខំឆ្ងាយដល់ឆ្ងាយរូបភាពថតវាមិនច្បាស់ flu ព័ត៌មានហ្នឹងវា flu ទៅតាមហ្នឹងឥឡូវហ្នឹងចូលដល់បញ្ហាហ្នឹងហើយខ្ញុំជាការបារម្ភដែរនៅដែលគាត់មិនបងប្អូនយើងខ្លះមិនមែនទាំងអស់ទេលោកដូចជាចងគំនុំជាមួយនឹងអ្នកសារព័ត៌មានទៅវិញថាអ្នកសារព័ត៌មានគឺជាអ្នកបង្កបញ្ហាបង្កើតនៅការស្អប់គ្នាទៅវិញទៅមកអាហ្នឹងហើយគឺជាបញ្ហាមួយដែលខ្ញុំថាគួរតែផ្លាស់ប្ដូរការគិតគូរនឹងឡើងវិញហើយសូមសហការជាមួយនឹងសារព័ត៌មានទាំងអស់កុំគិតពីរឿងនិន្នាការបើទោះបីជាពេលនេះគាត់មិនទាន់ផ្សាយប៉ុន្តែពេលណាមួយគាត់ក៏នឹងផ្សាយដែរហើយវាមានទៅវិញទៅមកម្ដងម្នាក់ដូច្នេះគួរបើកឲ្យទូលាយមែនតើដល់អ្នកសារព័ត៌មានលោកពុយគាលើកឡើងពីការបារម្ភអំពីអ្នកសារព័ត៌មាននេះយើងឃើញអំពីការវិវត្តរបត់ចុងក្រោយយើងមានបញ្ហាត្រង់ថាអ្នកគ្រប់គ្រងម្ខាងមានការរើសអើងលើអ្នកសារព័ត៌មានពីម្សិលមិញក៏មានសេចក្តីរាយការណ៍រឿងអ្នកសារព័ត៌មាននេះត្រូវបានជេរប្រមាថធ្ងន់ដែរពីខាងសមត្ថកិច្ចដែលទៅវាយបំបែកនៅទីលានប្រជាធិបតេយ្យដែលខ្ញុំមិនស៊ីជម្រៅត្រង់ហ្នឹងក៏ប៉ុន្តែប្រហែលជាថាសេរីភាពសារព័ត៌មាននេះជាគោលការណ៍គ្រឹះមួយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងដែរតើលោកមានការបារម្ភថាសេរីភាពសារព័ត៌មាននឹងត្រូវប៉ះពាល់ទេហើយវាអាចនឹងធ្វើឲ្យមានការប៉ះពាល់ទៅដល់ដំណើរការនៃវិវត្តលទ្ធិប្រជាធិបតេយ្យទេខ្ញុំបារម្ភដែរបារម្ភតែសារអញ្ចេះធម្មតាគណៈបកកណ្ដាលអំណាចលោកប្រយ័ត្នប្រយែងហើយកាលណាប៉ះពាល់ទៅដល់សន្តិសុខជាតិសណ្ដាប់ធ្នាប់សង្គមហើយទន្ទឹមហ្នឹងយើងជាអ្នកសារព័ត៌មានជាទូទៅតែងតែចង់បានសេរីភាពរបស់យើងទាំងគេទាំងខ្ញុំគឺចង់បានសេរីភាពពេញលេញមែនតើហ្មងអាហ្នឹងគឺជាការទាមទារចាំបាច់ប៉ុន្តែពេលខ្លះជាបុគ្គលមួយចំនួនបងប្អូនយើងមិនមែនជាអ្នកសារព័ត៌មានហ្នឹងគឺលោកបង្ហាញគេហៅថាកំហឹងរបស់ខ្លួនជាបុគ្គលនោះផ្សព្វផ្សាយទៅលើប្រព័ន្ធឃោសនាសង្គមគេហៅ social media នោះតាមរយៈ Facebook តាម YouTube តាមអីទាំងអស់ហ្នឹង
ធ្វើឲ្យហាក់ដូចជាមានការបារម្ភចំពោះខ្លួនខ្ញុំដោយសារគាត់ប្រើពាក្យហ្នឹងពេលខ្លះទៅវាធ្ងន់ប៉ះពាល់ដល់អ្នកដទៃច្រើនពេកអញ្ចឹងបើក្នុងករណីណាមួយមានការរឹតបន្តឹងដល់រូបគាត់គឺវាប៉ះទៅដល់សារព័ត៌មានអាហ្នឹងគឺជាបញ្ហាហើយបើសិនជាទុកអញ្ចឹងដដែលគឺគាត់បន្តដើរជេរគេជេរឯងអានោះគឺជាបញ្ហាដែរអញ្ចឹងយើងខ្ញុំជាចង់ឲ្យថាទាំងអស់គ្នាឲ្យយល់កាលណានិយាយស្ដីឲ្យយើងប្រយ័ត្នប្រយែងដើម្បីជៀសវាងកុំឲ្យប៉ះពាល់អ្នកដទៃយើងមានសិទ្ធិរបស់យើងប៉ុន្តែសូមកុំឲ្យប៉ះពាល់អ្នកដទៃខ្លាំងពេកជាពិសេសគឺនៅក្នុងមហាជនទូទៅដែលជារឿងមួយយើងពិបាកនឹងស្មានដែលផលវិបាកនៃការនិយាយរបស់យើងបាទប្រិមិត្តកំពុងតាមដានស្ដាប់កិច្ចពិភាក្សាតុកមូល VOD យើងមានវាគ្មិនចំនួន6រូបនៅក្នុងបន្ទប់ផ្សាយផ្ទាល់របស់យើងនេះពីនេះទី1គឺយើងមានលោកបណ្ឌិតឡាវម៉ុងហៃទី2លោកកែមលីទី3លោកបណ្ឌិតសុកទូចទី4លោកអំសំអាតទី5មានលោកច័ន្ទសវេតនិងទី6លោកពុយគៀបាទហើយខ្ញុំសូមជម្រាបថាយើងជជែកដេញដោលទៅរកការវិភាគមើលអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាប៉ុន្តែជំហានដំបូងនេះយើងស្ដាប់អំពីការវិភាគរបស់អ្នកវិភាគជុំវិញថាតើស្ថានភាពដែលកើតឡើងផ្ទួននារយៈពេលប្រមាណថ្ងៃជាប់គ្នានេះជាទស្សនៈរបស់អ្នកវិភាគមើលឃើញយ៉ាងដូចម្ដេចខ្ញុំសូមជូនឱកាសបន្តមកខាងលោកអំសំអាតវិញលោកអំសំអាតមើលឃើញយ៉ាងដូចម្ដេចដែរព្រោះលោកបានតាមដានបានឃ្លាំមើលយ៉ាងដិតដល់ដែរចំពោះការវិវត្តនៃព្រឹត្តិការណ៍បច្ចុប្បន្ននេះបាទសូមអរគុណបាទខ្ញុំសង្កេតឃើញថារយៈពេលចុងក្រោយគឺនៅចុងឆ្នាំ2013និងមកឆ្នាំដើមឆ្នាំ2014ក្រោយពីមានការបោះឆ្នោតជាតិនៅថ្ងៃទី28កក្កដាឆ្នាំ2013មកទី1បើយើងពិនិត្យទៅលើលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាអញ្ចឹងយើងឃើញថាក្នុងចន្លោះនេះគឺលទ្ធិប្រជាធិបតេយ្យកំពុងតែបោះជំហានទី1វិច័យពីរដ្ឋាភិបាលបើនិយាយពីលទ្ធិប្រជាធិបតេយ្យដែលគាត់គោរពគឺគាត់បោះជំហានថយក្រោយយ៉ាងខ្លាំងឯប្រជាពលរដ្ឋគឺគាត់កំពុងតែបោះជំហានទៅមុខដោយសារតែគាត់កំពុងតែពង្រឹងនៅអំពីសិទ្ធិសេរីភាពរបស់គាត់ក្នុងគោលការណ៍លទ្ធិប្រជាធិបតេយ្យប៉ុន្តែផ្ទុយទៅវិញត្រូវមានការគម្រាមកំហែងណាត្រូវការមានការរំលោភមានការបំបែកមានការបំបិទសិទ្ធិសេរីភាពរបស់គាត់នៅក្នុងការបញ្ចេញមតិរបស់គាត់ជាហូរហែហើយទី2បើយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យយើងតលតែយើងគោរពទៅតាមនីតិរដ្ឋគឺជាការគោរពច្បាប់ប៉ុន្តែកន្លងមកយើងឃើញនៅពេលដែលមានព្រឹត្តិការណ៍ធំណាដែលបើកប្រតិបត្តិការដោយកម្លាំងកងកម្លាំងរបស់រដ្ឋាភិបាលបង្ក្រាបទៅលើក្រុមបាតកោមានស្លាប់មានរបួសប៉ុន្តែយើងឃើញថាអ្នកដែលជាប់ពន្ធនាគារគឺជាពលរដ្ឋគឺជាកម្មករចំណែកឯកម្លាំងដែលបើកប្រតិបត្តិការសឹកអ្នកដឹកនាំបើកប្រតិបត្តិការបង្ក្រាបសំទោសបើកប្រតិបត្តិការបង្ក្រាបហើយបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសគ្មាននរណាម្នាក់ទទួលខុសត្រូវចំពោះមុខច្បាប់ទេបាទអញ្ចឹងយើងមើលទៅថាតើលទ្ធិប្រជាធិបតេយ្យកំពុងតែទៅមុខឬក៏ថយក្រោយបាទអញ្ចឹងវាអនុវត្តវាខុសគ្នាស្រឡះអ្នកដែលទុនខ្សោយប្រជាពលរដ្ឋឬកម្មករណាគាត់ធ្វើការតវ៉ារងការបង្ក្រាបហើយមានការស្លាប់របួសអ្នកផ្សេងទៀតដែលខ្លះមិនបានដឹងព្រឹត្តិការណ៍ខ្លះមិនបានចូលរួមផងត្រូវជាប់ពន្ធនាគារចំណែកឯអ្នកបាញ់ឲ្យមនុស្សស្លាប់ឲ្យមនុស្សរងរបួសរួចខ្លួនពីសំណាញ់ច្បាប់អញ្ចឹងគឺវាដើរប្រច្រាស់ទិសគ្នាយ៉ាងអ្នកដែលបំពេញកាតព្វកិច្ចឲ្យលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរកាន់តែប្រសើរទៅជារងគ្រោះអ្នកដែលកំពុងតែទាញលទ្ធិប្រជាធិបតេយ្យឲ្យថយក្រោយទៅជាអ្នកឈ្នះហើយអត់មានទទួលទោសទៅតាមផ្លូវច្បាប់បាទនេះយើងមើលទៅលើលទ្ធិប្រជាធិបតេយ្យយើងឃើញហើយចាប់ផ្ដើមតាំងពីបរដ្ឋធម្មនុញ្ញយើងចែងថាប្រទេសកម្ពុជាជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបកប៉ុន្តែនៅចាប់ពីបោះឆ្នោតហើយបង្កើតរដ្ឋសភាបង្កើតរដ្ឋាភិបាលបាត់ហើយសេរីពហុបកនឹងបាត់ហើយបាទព្រោះអត់មានទៀតមានតែឯកបកនៅក្នុងជួររដ្ឋាភិបាលនិងរដ្ឋសភាបាទ
អញ្ចឹងបើយើងមើលទៅលើរដ្ឋាភិបាលជាតបតៃក៏វាប៉ះបរដ្ឋធម្មនុញ្ញមួយប៉ុណ្ណាណីដែលយើងត្រូវតែគោរពប៉ុន្តែយើងមិនបានអនុវត្តទៅតាមរដ្ឋធម្មនុញ្ញហើយអ្វីដែលសោកស្ដាយទៅទៀតរដ្ឋធម្មនុញ្ញម្នាក់ណាគ្រប់គណៈបកគ្រប់អ្នកនយោបាយតែងតែលើកថារដ្ឋធម្មនុញ្ញនឹងគឺជាច្បាប់ដែលខ្ពស់ណាស់มันអាចណាប៉ះពាល់បានប៉ុន្តែនៅពេលដែលគេចង់ធ្វើអីមួយណាគេចង់លុបមាត្រាណាមួយគេលុបចោលទៅគេចង់កែមាត្រាណាមួយនាំគ្នាកែទៅក្នុងនឹងអត់មានគេចង់បន្ថែមទៅដោយរដ្ឋធម្មនុញ្ញបញ្ចប់អញ្ចឹងយកមកដាក់ផ្លឹបទៅលោកចង់និយាយថាដែលតាំងគណៈបកទាំងពីរហ្នឹងឯអ្នកកែរដ្ឋធម្មនុញ្ញទាំងអស់គ្នានិយាយទៅអ្នកនយោបាយនេះស្អាចូលរួមទាំងអស់គ្នានៅក្នុងការគ្រប់ចំនួនក្នុងការហើយម្នាក់អួតថារដ្ឋធម្មនុញ្ញជាច្បាប់កម្ពុជាគ្មានអ្នកណាហ៊ានប៉ះគ្មានអ្នកណាហ៊ានប៉ល់ប៉ុន្តែយើងមើលទៅគួរឲ្យអាណិតរដ្ឋធម្មនុញ្ញខ្ញុំអាណិតរដ្ឋធម្មនុញ្ញពីព្រោះម្នាក់លើកតម្កើងប៉ុន្តែម្នាក់ចង់កែចង់ថែមចង់ដកណាអញ្ចឹងវាលែងคล้ายទៅជាច្បាប់កម្ពុជារបស់ប្រទេសយើងហើយបាទអញ្ចឹងដល់ដំណាក់កាលនេះទៀតយើងឃើញថាក្រោយពីព្រឹត្តិការណ៍អញ្ចឹងហើយនៅប្រមាណសប្តាហ៍នៅក្នុងសប្តាហ៍នេះវាកាន់តែធ្ងន់ធ្ងរទៅទៀតហើយបើយើងនិយាយអំពីការគោរពសិទ្ធិមនុស្សខ្ញុំគិតថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាយើងបច្ចុប្បន្នកំពុងតែធ្ងន់ធ្ងរទៅហើយកំពុងតែជួបនឹងភាពអាក្រក់ទៅដោយសារអីដោយសារថាយើងមើលការប្រើប្រាស់កម្លាំងនៅក្នុងការទប់ស្កាត់ឬបង្ក្រាបទៅលើក្រុមបាតកោឬបាតកម្មគេរហូតទៅដល់ប្រើកងកម្លាំងយោធាពីព្រោះយើងមើលកងកម្លាំងយោធាគាត់គេប្រើនៅពេលការពារបរណភាពដែនដីណាគេជួយដូចលោកបណ្ឌិតគាត់លើកឡើងពីមុនថាអាចជួយការពារសន្តិសុខសម្រាប់ធ្នាប់បានប៉ុន្តែនៅក្នុងកលៈទេសៈណានៅក្នុងកលៈទេសៈដែលខ្វះណាកងកម្លាំងដូចជាប៉ូលីសដូចជាកងរាជអាវុធហត្ថដែលតំបន់ណាដែលគ្មានគាត់អាចជួយការពារបានប៉ុន្តែឥឡូវនៅដោយរោងចក្រយ៉ាក់ជីងសួរនៅក្នុងក្រុងហេតុអីក៏មិនប្រើកម្លាំងប៉ូលីសឬក៏កងរាជអាវុធហត្ថដែលគាត់មានការវឹកវើជំនាញខាងទប់ទល់ជាមួយនឹងបាតកម្មឬបាតកោដើម្បីបញ្ជៀសនៅអំពើហិង្សាយើងទៅប្រើប្រាស់កម្លាំងយោធាព្រោះកម្លាំងយោធាជាកម្លាំងមួយដែលអនុវត្តបញ្ជាឬក៏បទបញ្ជាដាច់ខាតអញ្ចឹងគឺគាត់មិនខ្វល់ទេរឿងច្បាប់គាត់ដឹងតែបញ្ជាគាត់ធ្វើប៉ុន្តែវាខុសពីអ្នកអនុវត្តច្បាប់ដូចជាប៉ូលីសឬកងរាជអាវុធហត្ថគាត់បានរៀនអំពីច្បាប់គាត់បានវឹកវើជំនាញក្នុងការទប់ទល់ជាមួយបាតកោដែលមានហិង្សាអីដើម្បីបញ្ជាគឺគាត់មានជំនាញហើយកាត់បន្ថយហានិភ័យប៉ុន្តែពេលនេះយើងប្រើប្រាស់នៅកម្លាំងយោធាដើម្បីយកមកទប់ទល់និងបង្ក្រាបមួយទៀតតាក់ទងនឹងផ្លូវវែងស្រេងដែរយើងឃើញកម្លាំងយោធាក្តីកម្លាំងកងរាជអាវុធហត្ថក្តីប្រកាសថាតំបន់ហ្នឹងជាតំបន់អសន្តិសុខណាតំបន់គ្រាមានអាសន្នសួរថានៅក្នុងប្រទេសយើងមានច្បាប់ណាដែលប្រកាសថាតំបន់ហ្នឹងវាជាតំបន់អសន្តិសុខនិងគ្រាអាសន្នទេហើយតើកំណត់ថាលក្ខខណ្ឌប៉ុណ្ណាដែលអាចប្រកាសថាហ្នឹងជាតំបន់អសន្តិសុខនិងគ្រាអាសន្នបានហើយមួយទៀតភ្ជាប់នឹងបញ្ហាហ្នឹងយើងយកមកបំបត្តិបណ្ណ័យថាដូចទីលានជាតបតៃទីលានប្រជាធិបតេយ្យគឺជាងកន្លះខែហើយដែលពលរដ្ឋឬក៏គណៈបកសង្គ្រោះជាតិហ្នឹងគាត់ធ្វើបាតកម្មប៉ុន្តែមិនដែលមានអំពើហិង្សាកើតឡើងទេប៉ុន្តែភ្ជាប់ពីផ្លូវវែងស្រេងដែលកម្មករធ្វើបាតកម្មដែលឡើងទាមទារតម្លើងប្រាក់ខែ$160ហើយមានអំពើហិង្សារហូតបាញ់ស្លាប់មនុស្ស4នាក់និងរបួស37នាក់មកភ្ជាប់គ្នាមកថាអានឹងគ្រាអាសន្នហើយយើងមកបំបត្តិណាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋនៅទីលានជាធិបតេយ្យដែលរដ្ឋាភិបាលជាអ្នកឲ្យឈ្មោះទៅទៀតទីលានជាធិបតេយ្យនិងទីលានសេរីភាពបាទប៉ុន្តែតើការវាយបំបែកបណ្ដេញឬក៏ប្រើហិង្សានៅទីលានជាធិបតេយ្យអានឹងគេដូរឲ្យថ្ងៃក្រោយគេឈប់ហៅទីលានជាធិបតេយ្យបានហើយ
អរគុណលោកអមសំអាតបាទលោកច័ន្ទស្វេតបានជើញតើស្អីជាការបារម្ភរបស់លោកក្នុងការវិវត្តព្រឹត្តិការណ៍ចុងក្រោយលោកច័ន្ទស្វេតបាទសូមអរគុណច្រើនមុននឹងចាប់ផ្ដើមនិយាយនៅក្នុងរឿងបញ្ហានេះខ្ញុំចង់ចូលរួមបន្តិចសិនចង់និយាយថាខ្ញុំក្នុងនាមសមាគមអាត់ហុកគឺសូមចូលរួមរំលែកទុក្ខដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់បានទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតហើយនឹងសូមចូលរួមសោកស្ដាយដែរជុំវិញបញ្ហាបងប្អូនប្រជាពលរដ្ឋដែលគាត់បានទទួលរងរបួសដោយសារការបាញ់បង្ករបួសស្នាមវាយដំជាពិសេសសូមសោកស្ដាយយ៉ាងខ្លាំងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានគេចាប់ខ្លួនរហូតថ្ងៃនេះយើងអត់ទាន់បានដឹងថាពួកគាត់ត្រូវគេយកទៅឃុំនៅកន្លែងណាពិតប្រាកដទេគ្មានអ្នកណាបានដឹងនៅក្នុងរឿងនេះតុលាការមិនបានបង្ហាញអំពីការពិតអញ្ចឹងយើងក្នុងទស្សនៈថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែរដោយសារថាបានជួបលោកបណ្ឌិតទាំង3ហើយខ្ញុំជឿជាក់ថាឱកាសជួបជុំគ្នាថ្ងៃនេះពិតជាអ្នកនយោបាយនិងបងប្អូនប្រជាពលរដ្ឋគាត់នឹងយកនៅទស្សនៈទាំងនេះទៅពិចារណានិងគិតគូរឡើងវិញដែរហើយនឹងអនុវត្តពួកយើងខ្ញុំខាងសង្គមស៊ីវិលក៏ដូចគ្នាដែរក៏យើងខ្ញុំនឹងយកនៅទស្សនៈល្អៗសម្រាប់មកអនុវត្តដើម្បីពង្រឹងនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបាទខ្ញុំសូមលើកពីរឿងបញ្ហាសិទ្ធិសេរីភាពចោះខ្ញុំអត់ចង់និយាយអំពីរឿងនយោបាយធំដុំទេខ្ញុំចង់និយាយអំពីសិទ្ធិសេរីភាពរបស់មនុស្សហើយយើងខ្ញុំក៏មានបារម្ភខ្លះដែរហើយក៏មានសេចក្តីរីករាយដែរព្រោះថារយៈពេល20ឆ្នាំដែលខ្ញុំបានបម្រើការនៅក្នុងវិស័យសិទ្ធិមនុស្សខ្ញុំទើបតែឃើញនៅក្នុងឆ្នាំ2013នេះទេដែលខ្ញុំបានឃើញទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋងើបឡើងស្ទុះស្ទាលឡើងដើម្បីទាមទារនៅសិទ្ធិសេរីភាពរបស់ពួកគាត់ហើយខ្ញុំឃើញថាការប្រើប្រាស់សិទ្ធិរបស់ពួកគាត់នេះគឺសមស្របបាទអត់មានសិទ្ធិណាមួយដែលគាត់រំលោភលើសិទ្ធិអ្នកដទៃទេមានតែអ្នកដទៃទេដែលគាត់ដែលរំលោភជាមួយនឹងសិទ្ធិដែលគាត់កំពុងតែទាមទារតួយ៉ាងជាក់ស្ដែងនៅក្នុងរឿងការដែលកម្មករលោកចេញធ្វើការទាមទារដោយអហិង្សានេះគឺគាត់ទាមទារនៅតម្លៃប្រាក់ឈ្នួលសមរម្យអញ្ចឹងតម្លៃការទាមទារសិទ្ធិសេរីភាពក្នុងការទាមទារប្រាក់ឈ្នួលសមរម្យនេះមិនមែនជារឿងខុសច្បាប់មិនមែនជារឿងត្រូវធ្វើឲ្យកើតមាននៅអំពើហិង្សាទេមួយវិញទៀតឧទាហរណ៍ដូចជាគណៈបកសង្គ្រោះជាតិដែលលោកបានរៀបចំការធ្វើបាតកម្មជាង3សប្តាហ៍កន្លងផុតមកនេះយើងឃើញសកម្មភាពនៃការធ្វើគឺទាមទារនៅសិទ្ធិមួយទៀតគឺសិទ្ធិគេហៅថាចង់ឲ្យមានការបោះឆ្នោតឡើងវិញហើយក្នុងនោះក៏ពួកគេក៏មានការសម្ដែងមតិឡើងវិញដែរថាគេចង់ឲ្យមានរដ្ឋមន្ត្រីដែលនាយករដ្ឋមន្ត្រីមួយចុះចេញពីតំណែងដែលគេធ្លាប់ទទួលការគ្រប់គ្រងពីគាត់នឹងអស់ជាង70-30ឆ្នាំមកកន្លងផុតមកនេះអញ្ចឹងអានេះជាទស្សនៈបាទអញ្ចឹងការនិយាយស្ដីសិទ្ធិសេរីភាពនៃការទាមទារវាចែងនៅក្នុងច្បាប់រួចទៅហើយនៅក្នុងនោះដូចខាងវិក្កាមិនខាងដើមបានលើកនិយាយអំពីច្បាប់នេះគឺយើងមានច្បាប់ទម្លាប់ត្រឹមត្រូវដែរប៉ុន្តែដោយសារថាការរំលោភច្បាប់ម្ដងហើយម្ដងទៀតដោយគ្មានការអញ្ញើតនេះគឺមូលហេតុដោយសារតែប្រទេសយើងវាពោពេញទៅដោយនីតិរដ្ឋភាពប្រទេសយើងពោពេញទៅដោយបពុនិយមហើយប្រទេសយើងចូលចិត្តប្រើប្រាស់អំណាចហើយអំណាចនេះគឺអំណាចយោធាឯងព្រោះថាកន្លងផុតមកយើងឃើញថាអំណាចយោធានៅក្នុងប្រទេសមានលក្ខណៈធំដុំណាស់ហើយរហូតដល់គាត់ហ៊ានចេញមុខស្រែកក្តែងទៀតថាគាត់គ្រប់គ្រងសម្ដេចនាយករដ្ឋមន្ត្រីអញ្ចឹងទៅណាស្ថាប័នយោធាមួយទាំងមូលស្រែកអញ្ចឹងធ្វើអញ្ចឹងបានន័យថាស្ថាប័នយោធាមួយហ្នឹងគឺគាត់អត់ឯករាជ្យតាំងរួចទៅហើយនៅក្នុងន័យនេះគឺខ្ញុំចង់លើកអំពីសេរីភាពរបស់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើកន្លងផុតមកខ្ញុំបានចូលតាមដានតាំងតែពីថ្ងៃធ្វើបាតកម្មដំបូងរហូតដល់ថ្ងៃចុងក្រោយដែលត្រូវបានគេបង្ក្រាបនេះគឺយើងឃើញសកម្មភាពធ្វើតាំងចាប់ផ្ដើមដំបូងគឺយើងឃើញថាគណៈបកសង្គ្រោះជាតិគេចាប់ផ្ដើមធ្វើមុនអញ្ចឹងការចាប់ផ្ដើមធ្វើរបស់គណៈបកសង្គ្រោះជាតិគឺมันមានហិង្សាឯកាលឡើងទេនិយាយរួមទៅហើយមានការចូលរួមចំណែកពីអាជ្ញាធរមានសមត្ថកិច្ចជាច្រើនកន្លែងទៀតផងក្នុងការពារសុវត្ថិភាពសន្តិសុខក្នុងការបើកផ្លូវក្នុងការចូលរួមចំណែកផ្សេងក្នុងដោះស្រាយរឿងបញ្ហាដែលកើតមានឡើងអញ្ចឹងខ្ញុំមើលហាក់បីដូចថាពេលនោះខ្ញុំជឿជាក់ថាប្រទេសយើងមានការផ្លាស់ប្ដូរច្រើនតែផ្ទុយទៅវិញយើងមិននឹកស្មានដល់នៅថ្ងៃនេះបាទហើយចំណែកខាងសហជីពហើយនឹងកម្មករនេះគឺមិនមែនតែមានរឿងឃើញខាងគណៈបកសង្គ្រោះជាតិនឹងលោកធ្វើឲ្យបានខ្លួនធ្វើថែមនោះទេគឺពួកគេបានក្របងទុករឿងនឹងយូរហើយ
គឺគេគិតថាតម្លៃនៃប្រាក់បៀវត្សដែលបានផ្ដល់មកឲ្យពួកគេនេះគឺអត់សមស្របអញ្ចឹងគេគ្រោងទាមទារតាំងតែពីយូរមកហើយបាទថាបើសិនជាប្រាក់ខែមិនឡើងទេគឺពួកគេនឹងធ្វើមហាបាតកម្មដើម្បីទាមទារតវ៉ាអញ្ចឹងសកម្មភាពនេះគឺมันអាចដូចគ្នាបានទេมันអាចចូលគ្នាបានទេប៉ុន្តែមានអ្នកសារព័ត៌មានមួយចំនួនក៏សួរខ្ញុំដែរថាហេតុអីបានជាកម្មករនៅពេលដែលគាត់ចាប់ផ្ដើមធ្វើបាតកម្មគាត់ស្រែកទាមទារឡើងប្រាក់ខែហើយសុំទាមទារឲ្យហ៊ុនសែនចុះចេញពីតំណែងទៀតខ្ញុំថានេះជាសិទ្ធិអាមួយសិទ្ធិទាមទារនៃតម្លៃប្រាក់បៀវត្សសមរម្យអាមួយទៀតគឺឆន្ទៈរបស់មនុស្សលែងចង់ឲ្យមានអ្នកនាយករដ្ឋមន្ត្រីមួយនៅត្រាំតែងស្រុកខ្មែរនឹងវាយូរពេកអញ្ចឹងឲ្យចុះចេញម្ដងទៅឲ្យគេអ្នកថ្មីឡើងទៅវិញទៅខ្លាចលោកវាបានល្អជាងហ្នឹងបើមិនល្អទេនាយករដ្ឋមន្ត្រីដែលគាត់មានឱកាសហ្នឹងគាត់អាចធ្វើជាគណៈបកប្រឆាំងវិញទៅហើយគាត់ទាមទារគាត់គោរពសិទ្ធិគាត់គោរពច្បាប់អីឡើងវិញទៅហើយបោះឆ្នោតទៅប្រជាជនគ្រប់គ្រងមកធ្វើនាយករដ្ឋមន្ត្រីទៀតទៅវាមានតខុសអីប៉ុន្តែប្រទេសយើងហាក់បីដូចជាមិនព្រមអនុវត្តនៅលទ្ធិប្រជាធិបតេយ្យឲ្យវាសមស្របទេហើយជាចុងមួយទៀតនោះខ្ញុំចង់លើកជាចុងក្រោយដែរដើម្បីឲ្យលោកបណ្ឌិតទាំង3លោកជួយផ្ដល់ជាមតិយោបល់ដែរខ្ញុំចង់សួរថាការដែលនៅសេសសល់កិច្ចការងារដែលនៅសេសសល់នៅក្នុងប្រទេសយើងថាតើគួរយើងជំរុញរបៀបណាដើម្បីឲ្យរដ្ឋាភិបាលក្រោយឬក៏ដំណើរការក្រោយនេះអាចធ្វើការដោះស្រាយបានទូយ៉ាងឧទាហរណ៍ដូចជាយើងមើលឃើញអំពីបញ្ហាដូចបងខាងនោះលើកអំពីបញ្ហាព័ត៌មានអញ្ចឹងរយៈពេល70-30ឆ្នាំកន្លងផុតមកនេះព័ត៌មានយើងនៅតែមិនល្អសារព័ត៌មានយើងនៅតែមិនល្អការគោរពសិទ្ធិមនុស្សដែលលោកអំសម្បត្តិបានលើកកន្លងផុតមកនេះក៏នៅតែមើលទៅស្ថានភាពនៅតែដើរថយក្រោយអត់មានកន្លែងណាអភិវឌ្ឍមួយសមស្របទៅតាមស្តង់ដារហើយមួយទៀតឆន្ទៈនយោបាយរបស់អ្នកនយោបាយដែលបានលើកដូចជាលោកបណ្ឌិតកែមលីបានលើកអំពីឆន្ទៈនយោបាយរបស់អ្នកដឹកនាំប្រទេសលោកបណ្ឌិតឡើងមកហើយក៏បានលើកអំពីចរិតនៃការគ្រប់គ្រងប្រទេសយូរទៅលែងទៅជាប្រទេសលទ្ធិប្រជាធិបតេយ្យទៅជាប្រទេសមួយដែលមិនកុម្មុយនីសហើយចង់និយាយថាអញ្ចឹងចុះហើយទស្សនៈខ្ញុំក៏ខ្ញុំបានយល់យ៉ាងដែរថាបើសិនជាការវាយបំបាក់សេរីភាពរបស់មនុស្សមានន័យថាប្រទេសនោះនឹងវិលទៅរកការប្រើអំណាចផ្ដាច់ការហើយការប្រើអំណាចផ្ដាច់ការនេះគឺជាប្រទេសគ្រប់គ្រងបែបយោធាហើយវាអត់ខុសគ្នាទេបាទនេះជាចំណុចដែលខ្ញុំចង់លើកអរគុណលោកច័ន្ទស្វេតលោកបណ្ឌិតសុកទូចខ្ញុំចង់ផ្ដល់សំណួរថ្មីជូនលោកបណ្ឌិតដោយសារតែយើងឃើញថាបើយើងមើល 2-3 សប្តាហ៍ជាប់គ្នាមកនេះឃើញថាបាតុកម្មមានមនុស្សរាប់ម៉ឺនអ្នកចូលរួមនៅក្នុងទីក្រុងអញ្ចឹងទៅហើយយើងឃើញព្រឹត្តិការណ៍ហ្នឹងដូចជាពិបាកគ្រប់គ្រងមែនតើទៅយើងពិបាកគ្រប់គ្រងប៉ុន្តែនៅក្នុងពេលម្សិលមិញនេះបន្ទាប់ពីបាតុកម្មត្រូវបានបំបែកកម្មករត្រូវបានបាញ់ឲ្យស្លាប់ឬមួយក៏ត្រូវបាននិយាយថាស្ថានភាពហ្នឹងដូចជាមើលទៅគ្រប់គ្រងបានហើយអញ្ចឹងមកដល់ថ្ងៃនេះស្ថានភាពដូចជាស្ងាត់ជងុំតែម្ដងតើការវិវត្តនៃស្ថានភាពហ្នឹងជាការវិភាគរបស់លោកបណ្ឌិតមើលឃើញថាតើស្ថានភាពហ្នឹងមានន័យថារដ្ឋាភិបាលគ្រប់គ្រងបានហើយអស់មានការតវ៉ាហើយឬមួយក៏ត្រូវវិវត្តយ៉ាងម៉េចអរគុណថ្ងៃនេះខ្ញុំសូមស្វាគមន៍ប្រិយមិត្តទាំងអស់ដែលបានតាមដាន VOD ជាទីរាប់អានជាទីគោរពជាការពិតណាស់អ្វីដែលជាការស្ងប់ស្ងាត់មួយរយៈពេលវាគ្រាន់តែជាការស្ងប់ស្ងាត់តែប៉ុណ្្នឹងទេតែផ្ទុយទៅវិញយើងត្រូវគិតថាការស្ងប់ស្ងាត់នេះមិនយូរទេពីព្រោះយើងអាចបិទទឹកបានប៉ុន្តែយើងមិនអាចបិទសិទ្ធិរបស់មនុស្សបានទេទោះបីជាចំនួនប៉ុលពតដែលសម្លាប់ក៏ដោយឬក៏វាទានអានមែនដែលសម្លាប់មនុស្សនៅតវ៉ាក៏ដោយក៏គេសុខចិត្តតែតស៊ូដើម្បីបញ្ចេញនៃមតិនឹងយោបល់របស់គេដែលគេបានរស់នៅក្នុងសង្គមមនុស្សហើយយើងដឹងហើយថាឥឡូវនេះលំបាកនឹងទប់ទល់ណាស់តាមពិតគ្រាន់តែការស្ងប់ស្ងាត់ទេដោយសារតែខ្វះដូចមេដឹកនាំអ្វីដែលខ្វះអ្នកដឹកនាំបើមានអ្នកដឹកនាំហ្នឹងគឺចាប់ដើមបន្តទៀតហើយខ្ញុំក្រោយពីខ្ញុំបានស្ដាប់វាគ្មិនទាំង5រូបខាងដើមនេះខ្ញុំមានការសោកស្ដាយ6ស្អីដែលជាការសោកស្ដាយខ្ញុំសោកស្ដាយមែនទែននៅពេលដែលជួបព្រឹត្តិការណ៍បែបនេះហើយរស់នៅក្នុងសង្គមបែបនេះហើយនៅក្នុងកម្រិតសង្គមមួយដែលគេស្គាល់ថាជាប្រទេសអច្ឆរិយៈអីទាំងអស់ហ្នឹងខ្ញុំស្ដាយ6ស្ដាយទី1គឺស្រុកខ្មែរមេដឹកនាំសិទ្ធិបណ្ឌិតខ្ញុំអត់តូចចិត្តទេពី79មកថាវាអត់មានអ្នកចេះច្រើនមួយរៀនអ្នកចេះតិចមួយរៀនអ្នកមិនចេះចុះអាភ័ព្វអី2014មកតាំងពីបារាំងមកតាំងពីអាមេរិកមកតាំងពីសុកយួនមកតាំងពីរុស្ស៊ីសិទ្ធិបណ្ឌិត
ហេតុអីក៏មិនយកគតិបណ្ឌិតខ្លះនោះវាធំជាងបណ្ឌិតទៀតសិតអីបណ្ឌិតរដ្ឋសិតតែដែលបណ្ឌិតសភាចាអាហ្នឹងហៅបើនិយាយភាសាប្រាំងហៅថា academy ហៅថា academy ឬក៏គេហៅថាកតិព្រឹទ្ធបណ្ឌិតមិនក៏មិនយកអកតិព្រឹទ្ធបណ្ឌិតនឹងមកដឹកនាំប្រទេសជាតិទៅស្រុកគេមិនដែលដឹកនាំបណ្ឌិតទេអូបាម៉ាគ្មានបណ្ឌិតទេបាទហើយពូទីនក៏អត់បណ្ឌិតដែរចុងក្រោយក៏បានបណ្ឌិតកិត្តិយសគាត់ចប់ខាងច្បាប់នៅសានពីជ្រូបុកមេដឹកនាំខ្មែរសិតតែបណ្ឌិតប៉ុន្តែមិនដែលយកកតិបណ្ឌិតមកដឹកនាំហើយម្នាក់លើកទំយឺសិតតែប្រើប្រាស់កតិបណ្ឌិតតែផ្ទុយទៅវិញមិនដែលប្រើប្រាស់កតិបណ្ឌិតប្រើប្រាស់កម្លាំងអានឹងស្ដាយទី1សម្រាប់ខ្ញុំសោកស្ដាយមែនទែនគ្រាន់តែព្រឹត្តិការណ៍នឹងកើតឡើងភ្លាមខ្ញុំញ៉ាំបាយក៏អត់បានហើយគេងក៏អត់លក់ហើយបានពិភាក្សាជាមួយលោកសាស្ត្រាចារ្យឡើងបង្ហាយជាមួយលោកកែមលីហើយយើងក៏បានធ្វើលិខិតមួយថាបើវាអត់ណាស់បើបណ្ឌិតនឹងវាប្រកែតែប្រើកម្លាំងហើយបណ្ឌិតមួយសិតតែបណ្ឌិតនយោបាយបណ្ឌិតសេដ្ឋកិច្ចបណ្ឌិតអីទាំងអស់អត់ឃើញមានបណ្ឌិតវាយគ្នាផងហ្នឹងបាទអត់មានឃើញបណ្ឌិតវាយគ្នាផងចុះហេតុអីក៏មិនប្រើប្រាស់អកតេបណ្ឌិតនឹងមកដោះស្រាយអានឹងខ្ញុំសោកស្ដាយមែនតើសោកស្ដាយទី1សោកស្ដាយទី2ខ្ញុំធ្លាប់ជាកងប្រដាប់អាវុធខ្ញុំធ្វើតាំងពីឆ្នាំ1979ហើយខ្ញុំក៏ធ្លាប់បានសិក្សាទៅលើតម្លៃនៃការធ្វើការបង្ក្រាបគេអត់អាចធ្វើអញ្ចឹងទេបើប្រទេសគេមានវប្បធម៌ប្រទេសគេមានអរិយធម៌គេអត់អាចធ្វើអញ្ចឹងទេគេដាក់ឧស្សាហវិទ្យាឧទាហរណ៍ថាផ្លូវវែងស្រេងត្រូវជួបវិបត្តិហើយធ្ងន់ធ្ងរហើយអញ្ចឹងកងទ័ពគេចាប់ផ្ដើមពាត់ភ្លាមពាត់ហើយគេចាប់ផ្ដើមថាទុករយៈពេល24ម៉ោងឬក៏6ម៉ោងក្រោយមក6ម៉ោងឬសល់តែ2ម៉ោង1ម៉ោង15នាទី5នាទីគេថាសូមឲ្យអ្នកទាំងអស់ដាក់ដុំថ្មចុះដាក់ដបសាំងចុះរយៈពេល5នាទីខាងមុខនេះបើមិនដាក់ចុះទេកងប្រដាប់អាវុធនឹងចាប់ផ្ដើមធ្វើការបោះសម្អាតអានឹងដែលហៅថាកងទ័ពមានសុជីវធម៌អានឹងគេហៅថាមេដឹកនាំមានក្រមសីលធម៌ក្នុងការដឹកនាំសូម្បីតែអាមេរិកទៅវាយអ៊ីរ៉ាក់ក៏វាប្រាប់ដែរថាឥឡូវនេះនៅសល់តែ5នាទីទេសាដាមហ៊ុនសែនគិតយ៉ាងម៉េចបើមិនអញ្ចឹងគេបាញ់ចុះឯងបង្ហូរឈាមខ្មែរគ្នាឯងហេតុអីក៏មិនប្រាប់ហើយនិយាយពាក្យថាការពារខ្លួនការពារមិនដែលឯងយកខែលយកអាវុធទៅធ្វើសង្គ្រាមជាមួយសាសឯងហើយទៅការពារខ្លួនមិនបើយើងការពារខ្លួនយើងដាក់សានវិទ្យាទៅហើយយើងពាត់ទៅប្រទេសណាក៏ដូចប្រទេសណាដែរគេអត់អាចធ្វើអញ្ចឹងទេអានេះខ្ញុំគ្រាន់ជំរាបជូនខ្ញុំក៏ធ្វើទាហានដែរខ្ញុំក៏រៀនអំពីវិទ្យាសាស្ត្រទាហានដែរអញ្ចឹងអត់អាចធ្វើអញ្ចឹងហើយទាហានខ្ញុំឲ្យនិយមនៃទាហានគឺជាឧបករណ៍របស់រដ្ឋដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីចុងក្រោយបើគេប្រើប្រាស់ទាហានគេប្រើប្រាស់ក្រសួងមហាផ្ទៃខ្ញុំឲ្យនិយមនៃទៅអីទៅដែលហៅក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃគឺត្រួតផ្ទៃប្រទេសមិនមែនយកកងការដែលការពារជាតិមកធ្វើអញ្ចឹងទេអានឹងយើងត្រូវមើលទាំងអស់គ្នាយើងត្រូវគោរពមកព្រោះប្រទេសនេះជាប្រទេសរបស់យើងដែរហើយខ្ញុំគ្រាន់ជំរាបជូនខ្ញុំស្ដាយហ្នឹងគឺអត់ដាក់ឧស្សាហវិទ្យាវាអត់ដែរគេធ្វើអញ្ចឹងទេធម្មតាគេពាត់សំបីតែចោលក៏ដោយគេពាត់ផ្ទះមួយបើវាចូលប្លន់ផ្ទះមួយគឺគេប្រាប់ថាណែត្រូវដាក់អាវុធប៉ុណ្ណេះគេត្រូវការវាយលុកចូលអាហ្នឹងគេប្រាប់អញ្ចឹងនេះសម្រាប់មនុស្សក្រៅប្រព័ន្ធហើយយកលេសថាការពារខ្លួនតើយើងមានមេធាវីការពារគេនៅអានឹងដែលជាបញ្ហាហើយសង្គមកម្ពុជា2014មិនមែនជារឿងនៅក្នុងសម័យអន្តរកាលឬក៏សម័យអតីតលោកទេដែលប្រើប្រាស់រូបមន្តបែបនេះចំណុចទី3ខ្ញុំស្ដាយទី3គឺស្ដាយគ្មានការចរចាគ្រប់ភាគីទាំងអស់ទាំងគណៈបកកាន់អំណាចទាំងគណៈបកប្រឆាំងយើងបានឲ្យគំនិតច្រើនណាស់ថាការចរចាមានរបៀបវិរៈច្រើនណាស់គ្មានស្អីដែលដោះស្រាយមិនចេញទេគេបោះឆ្នោតឲ្យអ្នកទាំងពីរមិនមែនបោះឆ្នោតឲ្យមកវាយគ្នាទេគេបោះឆ្នោតឲ្យរកដំណោះស្រាយបើសិនគេដឹងថាវិទ្យាថោកដល់ប៉ុណ្្នឹងគេអត់ធ្វើចឹងទេអញ្ចឹងបង្ហូរឈាមខ្មែរនេះវាយឈាមខ្មែរនេះអានឹងមិនខ្ញុំសូមថ្កោលទោសចឹងតែម្ដងសូមថ្កោលទោសបើពីណាមិនថ្កោលទោសគឺខ្ញុំថ្កោលទោសហើយខ្ញុំថាបែបហ្នឹងខ្ញុំទទួលខុសត្រូវវាសោកស្ដាយគ្មានស្អីដែលមិនចរចាបានស្អីដែលចរចាមិនបានបើសិតតែបណ្ឌិតសិតតែកតិបណ្ឌិតអញ្ចឹងរឿងអីដែលចរចាមិនបានហើយបើខ្វះខាងខ្ញុំជួយផ្ដល់កំណត់យើងឃើញហើយថាខ្ញុំសូមគាំទ្រទាំងស្រុងថាហេតុអីបានជាអ្នកនយោបាយមិនធ្វើការចរចាគណៈបកសង្គ្រោះជាតិថាចូលចរចាហើយគណៈបកការអំណាចប្រើប្រាស់កម្លាំងដកខ្លួនបទពិសោធន៍ទាំងអស់នោះខ្ញុំឃើញកាលពីឆ្នាំ1979ដល់ឆ្នាំ1991ពិសេសឆ្នាំ1989
88 89នឹងគណៈបកប្រជាជនគណៈចរចាមួយត្រីភាគីគេប្រើកម្លាំងសិនគេវាយជំរុំទាំងអស់ដែលនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហ្នឹងដើម្បីបង្ហាញសមត្ថភាពថាខ្លួនអាចគ្រប់គ្រងកម្លាំងនឹងបានហើយបានគេចូលចរចាអានឹងដូចគ្នាអញ្ចឹងប៉ុន្តែអានេះវាមិនមែនអញ្ចឹងអានេះគូបដិបកអត់មានកំភ្លើងអីបន្តិចសោះហើយហេតុអីយើងប្រើប្រាស់កម្លាំងហើយប្រើប្រាស់កម្លាំងនឹងទៀតសោតវាអត់ទៅទេវាអត់ទៅទល់តែសោះខ្ញុំជឿជាក់ថាកម្ពុជាមិនឈានទៅដល់ដំណាក់កាលហ្នឹងទេសោកស្ដាយទី4តែខ្ញុំសោកស្ដាយការមិនគោរពរដ្ឋធម្មនុញ្ញការមិនគោរពធម្មនុញ្ញតាំងពីពេលបោះឆ្នោតក្រោយបោះឆ្នោតនេះដែលមិនគោរពឥឡូវនេះមិនគោរពទៀតក្នុងមាត្រាទី37មាត្រាទី38ដែលប្រជាជនមានសិទ្ធិបញ្ចេញយោបល់មានសិទ្ធិធ្វើកោតកម្មនិងបាតកម្មអហិង្សាអញ្ចឹងយើងសោកស្ដាយមែនទែនដែលមិនគោរពរដ្ឋធម្មនុញ្ញមាត្រាទី1គេនិយាយថាម៉េចប្រទេសកម្ពុជាប្រកាន់នៅរាជានិយមអាស្រ័យសេរីពហុបកប៉ុន្តែយើងបានគោរពទេមាត្រាទី8និងមាត្រាទី9ព្រះមហាក្សត្រព្រះអង្គទូលទីជាអីជាអាជ្ញាកណ្ដាលស្រុកមានបញ្ហាហេតុអីក៏ព្រះអង្គត្រូវតែចេញមកដើម្បីធ្វើអាជ្ញាកណ្ដាលត្រូវតែសម្របសម្រួលម្នាក់ត្រូវតែមាត្រា1ហើយយកមកដាក់ខ្ញុំឃើញមាត្រាទី82ចែងថាក្រោយពីការបោះឆ្នោត60ថ្ងៃត្រូវតែប៉ុន្តែអាមាត្រាទី1អាមាត្រាទី51អាមាត្រា52អាមាត្រាទី76មិនក៏បានមិនយកមកមើលមាត្រា76ថាសភាត្រូវតែមាន120យ៉ាងតិចហេតុអីក៏មិនយកមកអាហ្នឹងមាត្រា51គេចង់មិនរាជានិយមព្រះរាជាណាចក្រកម្ពុជាប្រកាន់នៅសេរីពហុបកយើងមានពហុបកហើយហ្នឹងប្រជាជនជាម្ចាស់ជោគទៅវាសនាហេតុអីក៏មិនសួរប្រជាជនវគ្គខណ្ឌទី2នៅក្នុងមាត្រាទី51អាហ្នឹងដែលយើងត្រូវសិក្សាទាំងអស់គ្នាអាហ្នឹងសោកស្ដាយដែលអ្នកនយោបាយបង្កើតច្បាប់ឲ្យនាំគ្នាស្បត់ទៅស្បត់ផឹកទឹកសម្បត្តិដើម្បីការពាររដ្ឋធម្មនុញ្ញលោកអមសម្បត្តិលោកមានប្រសាសន៍ដែរថារដ្ឋធម្មនុញ្ញមិនត្រឹមតែរំលោភរដ្ឋធម្មនុញ្ញបំពានរដ្ឋធម្មនុញ្ញបំពានទាំងការដែលស្បត់ការស្បត់បាទខ្ញុំសោកស្ដាយមិនគួរណាសតវត្សទី21ខ្មែរបង្ហូរឈាមហើយគណៈបកប្រឆាំងក៏ដូចគ្នាដែរកុំប្រើប្រាស់របបទុយនីស៊ីកុំប្រើប្រាស់ប្រឆាំងបូព៌ាខ្ញុំបានជំរាបជូនហើយថាកម្ពុជាដើមមុនប្រឆាំងបូព៌ាទៀតឆ្នាំ1970ដែលខ្មែរបង្ហូរឈាមគ្នាអស់រយៈពេល30ឆ្នាំខ្ញុំបានលើកផ្ទាំងទស្សនីយភាពហ្នឹងមកបង្ហាញថាវាមានបញ្ហាអីដែលចោតអាហ្នឹងដែលយើងសោកស្ដាយមែនទែនដែលយើងឃើញអ្នកប្រវត្តិសាស្ត្រលើក3ផ្ទាំងទី1គឺថាទម្លាក់សេអនុឲ្យចោលបានទៅគឺស្រុកយើងសានតាព្រោះសេអនុហ្នឹងអ្នកចុះហត្ថលេខាឲ្យយើងកងចូលទម្លាក់សេអនុសង្គ្រាម30ឆ្នាំអាហ្នឹងដែលយើងត្រូវពិចារណាឥឡូវហ្នឹងថាទាញទម្លាក់នៅណាមួយទៀតយើងទាញទម្លាក់យើងមានរដ្ឋធម្មនុញ្ញយើងគោរពរដ្ឋធម្មនុញ្ញហ្នឹងកុំទាញណាសូមបីតែគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតក៏គណៈបកសង្គ្រោះជាតិត្រូវតែគោរពរដ្ឋធម្មនុញ្ញបើសិនជាគណៈបកសង្គ្រោះជាតិយកទៅទាញសម្ដេចនាយកចេញពីអំណាចក៏អត់អាចទៅធ្វើនាយករដ្ឋមន្ត្រីសភាបានទេពីព្រោះអំណាចកើតចេញពីបាតកម្មគេហៅថារដ្ឋបហាអំណាចកើតចេញមកពីបាតកម្មគេហៅថាធ្វើបដិវត្តអញ្ចឹងទៅធ្វើអីត្រូវបោះឆ្នោតសារដើមឡើងវិញដើម្បីឲ្យវាស្របច្បាប់អញ្ចឹងខ្ញុំឃើញមានអ្នកនយោបាយសិតតែនិយាយថាបើខ្ញុំឈ្នះខ្ញុំបង្កើនឋានៈអ្នកឯងទទួលឲ្យឋានៈអ្នកឯងអានឹងចេះតែនិយាយអត់ទៅទេនិយាយខុសពីរដ្ឋធម្មនុញ្ញក្រែងឯងយករដ្ឋធម្មនុញ្ញជាអាឡាស់យកកូអានអ៊ីស៊ូគ្រីស្ទយកប៊ីបខ្មែរយកអីយកគម្ពីរយកបតៃបៃដកចុះរដ្ឋធម្មនុញ្ញរដ្ឋាភិបាលយកអីយករដ្ឋធម្មនុញ្ញសភាបើដល់ថ្ងៃនេះសោកស្ដាយមែនទែនសភាគេងលក់ទាំងអស់ទទួលទានលុយប្រជាជននឹងវាអស់រាប់ពាន់មួយឆ្នាំមួយខែហេតុអីក៏មិនរដ្ឋទាហានធ្វើបែបហ្នឹងហេតុអីក៏មិនហៅមកដើម្បីធ្វើទ្រុបនៅព្រោះអីរាជានិយមអាស្រ័យទៅនឹងរដ្ឋធម្មនុញ្ញសភាជាអំណាចកំពូលហេតុអីក៏សភាមិនចាប់ផ្ដើមធ្វើដំណើរការបែបនេះបាទខ្ញុំស្ដាយទី5ស្ដាយគ្មានអ្នកទទួលខុសត្រូវពេលញុះញង់មានអ្នកចេញមកទាំងពីរអ្នកមួយប្រើក្តាប់ដៃទី3អ្នកទី2និយាយថាឡើងមកដើម្បីរកទម្លាក់ចេញដល់ពេលមានអំពើហិង្សាអត់មានអ្នកទទួលខុសត្រូវខ្ញុំធ្វើអត់ដែលមានបញ្ហាមានអីអាហ្នឹងដែលធ្វើទទួលត្រូវអ្នកណាអ្នកទទួលខុសត្រូវឈាមប្រជាជនហូរល្មមហើយ
ដែលប្រជាជនកម្ពុជាមិនមែនសម្រាប់ជាតួចំណាយឲ្យអ្នកនយោបាយទេប្រជាជនកម្ពុជារស់ដើម្បីបុព្វហេតុជាតិដើម្បីការពារជាតិដើម្បីមាតុភូមិនឹងការអភិវឌ្ឍមិនមែនយកឈាមប្រជាជនមកធ្វើជាតួចំណាយរបស់អ្នកនយោបាយទេដល់ពេលវេលាខ្ញុំសូមនិយាយមួយទៀតចុះស្ដាយទី6គឺស្ដាយបំផុតដែលអ្នកនយោបាយបែងចែកប្រជាជនខ្ញុំប្រាប់ផ្ទាំង3ទស្សផ្ទាំងប្រវត្តិសាស្ត្រ3ទី1ខ្មែរលើខ្មែរក្រោមទី2ចេនឡាដីទឹកចេនឡាដីគោកឥឡូវនេះគេបែងចែកខ្មែរសង្គ្រោះជាតិខ្មែរយួនឲ្យតែខុសយួនអាខាងសង្គ្រោះជាតិមិនពេញចិត្តតែខ្មែរយួនខាង CPP មិនពេញចិត្តអានឹងសង្គ្រោះជាតិអានឹងគណៈបកប្រឆាំងអានឹងដែលយើងសោកស្ដាយដែលយើងខំបង្រួមក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យមានខ្មែរតែមួយហើយហេតុអីក៏អ្នកនយោបាយមកចាប់ផ្ដើមលៀបពណ៌ខ្មែរគ្នាឯងតទៅទៀតអាហ្នឹងដែលយើងត្រូវពិចារណាខ្ញុំស្ដាយ6ហ្នឹងដែលស្ដាយអីដែលជាព្រឹត្តិការណ៍ដ៏សែនសោកសៅហើយសូមឲ្យយើងគិតមើលប្រជាជនស្លាប់ក្រៅប្រព័ន្ធយុវជនស្លាប់ក្រៅតុលាការហេតុអីក៏យើងមិននាំគ្នាគណៈបកមួយធ្វើបាំងស្គលទៅប្រជាជនទាំងអស់គ្នាតែហេតុអីក៏រដ្ឋមិនទទួលខុសត្រូវទាំងអស់គ្នាទៅសភាមិនក៏មិនចេញមុខមកព្រះមហាក្សត្រមិនក៏មិនចេញមុខមកគង់ជាមលុបទាំងអស់គ្នាអានឹងហើយដែលយើងសោកស្ដាយមែនទែននៅពេលដែលប្រទេសកម្ពុជាបែងចែកពណ៌សម្បុរបែបនេះគឺជាអក្រិតកម្មថ្មីសម្រាប់ប្រទេសយើងមិនគួរកើតមានឡើងទេនៅក្នុងសតវត្សទី21ដែលសាកលវិទ្យាល័យមានសឹង100ជាងហើយអ្នកចេះវាច្រើនហើយហេតុអីក៏ប្រមូលអ្នកចេះទៅជួយប្រកកម្រិតផងបាទសូមអរគុណលោកបណ្ឌិតសុកទូចបាទយើងបន្តការពិភាក្សារបស់យើងបន្តទៀតមិញនេះលោកបណ្ឌិតសុកទូចលោកបានជំរាបជូនជាសំខាន់ហើយផ្ដោតទៅលើទស្សនៈរបស់លោកដែលបានបង្ហាញពីការសោកស្ដាយមួយចំនួនខ្ញុំបានសន្យាថាយើងផ្ដល់ឱកាសជូនលោកពុយគាដោយសារលោកពុយគាលោកមានទស្សនៈខ្លះបាទតាក់ទងនឹងការលើកឡើងរបស់លោកបណ្ឌិតសុកទូចឬក៏បន្ថែមចំណុចអីសូមជើញលោកពុយគាបាទសូមអរគុណមែនតើដោយសារខ្ញុំបានស្ដាប់លោកបណ្ឌិតពីខាងដើមមកហើយក៏ដូចជាវាគ្មិនរបស់យើងហ្នឹងហើយព្រឹត្តិការណ៍អ្វីដែលយើងកំពុងតែជែកហ្នឹងវាតាក់ទងទៅនឹងព្រឹត្តិការណ៍ចុងក្រោយនេះបាទតាក់ទងទៅនឹងអង្គើហឹង្សាតិចតួចទៅការប្រក្រាបហើយនឹងវាមានទាំងសងខាងហោហែនេះតែខ្ញុំចង់ត្រឡប់មកវិញមើលអំពីឫសគល់នៃការកើតឡើងនៃអំពើហិង្សាហ្នឹងដោយសារអីហើយខ្ញុំថាឱកាសនេះក៏ជាល្អដែរដោយសារយើងបានជួបជុំគ្នាបណ្ឌិតក៏ដូចជាលោកទាំងពីរលោកអំសំអាតនិងលោកច័ន្ទសវេតសុទ្ធតែជាអ្នកតាមអង្កេតនៅព្រឹត្តិការណ៍ហ្នឹងយ៉ាងដិតដល់ដែរអញ្ចឹងខ្ញុំដូចជាឆ្ងល់ចេះទៅវិញឆ្ងល់ថាជាទូទៅយើងឃើញទស្សនវិជ្ជា2នៅទីលានប្រជាធិបតេយ្យហ្នឹងគឺបានសុខស្រួលហើយបាទពីព្រោះគ្រាន់តែយើងស្រែកក្រុមគាត់ចេះតែស្រែកចឹងទៅនិយាយសម្ដែងមតិអត់មានអីប៉ះពីគ្នាទេប៉ុន្តែដល់ឡែកកើតហេតុចុងក្រោយហ្នឹងគឺនៅវែងស្រេងហ្នឹងដូចយើងបានដឹងទាំងអស់គ្នាតែឥឡូវយើងមើលព្រឹត្តិការណ៍ពីរហ្នឹងថាហេតុអ្វីបានជាមានការកើតឡើងដូចគាត់ទៅយកដុំថ្មឬមួយក៏របស់ផ្សេងទៀតដែលប្រើជាគេហៅថាមានន័យថាបង្កើតនៅជាអំពើហិង្សាហើយខ្ញុំចង់សួរលោកអំសំអាតហើយលោកច័ន្ទសវេតវិញដែលគាត់តាមព្រឹត្តិការណ៍ពីដំបូងហេតុអីបាននាំទៅដល់គាត់ប្រើរបស់របរអស់ហ្នឹងដើម្បីគប់ទៅខាងសមាជិកហើយបានសមាជិកប្រើកម្លាំងមកវិញអាហ្នឹងវាដើមតងយ៉ាងម៉េចដែរពីចំណុចចេះបងខ្ញុំសូមជម្រាបសាធារណជនឲ្យបានជ្រាបដែរតាក់ទងនឹងអំពើហិង្សានេះពួកយើងខ្ញុំខាងសង្គមស៊ីវិលបានទៅមុនកើតហេតុហ្នឹងមិនមែនទៅក្រោយទេយើងបានតាមខ្លំមើលអំពីការធ្វើបាតកម្មគាត់ធ្វើបាតកម្មគាត់ต็មទៀតតវ៉ាយើងមានកម្លាំងសម្រាប់ទៅតាមខ្លំមើលគាត់ខ្លាចលោកគាត់ហ្នឹងប្រព្រឹត្តនៅអំពើហិង្សាណាមួយដើម្បីយកធ្វើជាមូលដ្ឋានផុតតាំងកន្លែងសួនកាណាឌីយ៉ានេះគឺការធ្វើបាតកម្មរបស់ពួកគាត់នេះគឺធ្វើតាំងពីថ្ងៃទី25មកហើយគាត់ធ្វើគាត់រំជ្រៀងជ្រៃទៀមទាតាំងមុខហ្នឹងអត់មានបាត់ផ្លូវទេបាទហើយអាថ្ងៃចុងក្រោយដែលថ្ងៃកើតហេតុហ្នឹងគឺថ្ងៃដែលគាត់ម៉ោង7ម៉ោង4ហើយចិត្តគាត់ជប់រំសាយហើយគាត់អត់ចង់នៅតទៅទៀតទេគាត់ថាមកជួបជុំនេះម្ដងអញ្ចឹងណាមួយថ្ងៃបន្តិចអញ្ចឹងអាម៉ោង4ហ្នឹងគឺពេលហ្នឹងគឺកងកម្លាំងមកដល់តែម្ដងម៉ោងប្រហែលជា4ជាងម៉ោង3ជាង7ម៉ោង4ហ្នឹងគឺមកដល់ភ្លាមតែម្ដងមកដល់អត់មានសួរនាំអីទេគឺដកដបងវាយយកបដ ாய் អាដបងប៉ូលីសហ្នឹងគឺវាយសន្ធាប់ទៅលើពួកគាត់បណ្ដោយរត់ចែកជើងគ្នាពេញទៅនឹងអីហើយអ្នករងរបួសក៏របួសទៅអាពេលហ្នឹងអ្នករបួសមួយចំនួនធំហ្នឹងគឺត្រូវបញ្ជូនបានទៅដឹកយកទៅមន្ទីរពេទ្យអញ្ចឹងបើយើងនិយាយអំពីការដែលបង្កើតឲ្យមានព្រឹត្តិការណ៍នៃអំពើហិង្សានេះ
មិនមែនកើតចេញមកពីពលរដ្ឋឬក៏បាតកោដែលគាត់ទៅធ្វើប្រព្រឹត្តនៅអំពើហិង្សាមុននោះទេហើយយើងមានបទពិសោធន៍ជាគឺស្រាប់ហើយឧទាហរណ៍ SL ធ្វើបាតកម្មដោយសារតែបិទផ្លូវប្រើអំពើហិង្សាឲ្យតែមានការបិទផ្លូវហើយអត់និយាយស្ដាប់គ្នាបានគឺមានអំពើហិង្សាកើតឡើងបាតកម្មកាលពីសង្គ្រោះជាតិធ្វើ2ដងមុនកន្លងផុតមកនេះមានអំពើហិង្សាដោយមានការបិទផ្លូវហើយប្រើអាកប្បកិរិយាគប់គ្នាទៅវិញទៅមកជេរគ្នាទៅវិញទៅមកអញ្ចឹងវាបង្កឲ្យកើតមានអំពើហិង្សាវាអត់ខុសអីនៅថ្ងៃទីចុងក្រោយរបស់យើងនៅឯផ្លូវវែងស្រេងហ្នឹងទេបាទហេតុការណ៍គឺកើតឡើងមិនមែនវែងស្រេងហ្នឹងមុនទេគឺកន្លែងយ៉ាក់ជីងឯដែលមុនគេនៅផ្លូវជាតិលេខ4ផ្លូវជាតិលេខ4នេះបាទមុនគេអញ្ចឹងនៅយ៉ាក់ជីងហ្នឹងដូចគ្នាដែរគឺពួកគាត់ទៅគ្រាន់តែថាស្រែកទៀមទាតវ៉ានៅខាងក្រៅឲ្យខាងក្នុងចេញមកពួកខាងក្នុងធ្វើការហើយមានការដាក់សម្ពាធទៅលើឲ្យកម្មករពួកកម្មករខាងក្នុងស្រែកថាពួកគេដាក់សម្ពាធមិនឲ្យចេញទេគេបិទទ្វារមិនឲ្យចេញទេអញ្ចឹងហើយបានខាងក្រៅនេះទៅស្រែកដើម្បីឲ្យត្រឡប់ចេញមកវិញអញ្ចឹងសកម្មភាពទាំងអស់ហ្នឹងហើយដល់ពេលកម្លាំងដែលចេញស្ទុះចេញមកនោះអត់មានសួរនាំអីទៀតគេថាគេមកការពារបងប្អូនគេមិនទេគេស្ទុះពីក្រៅពីក្នុងហ្នឹងមកដែលទាហាននៅខាងក្នុងហ្នឹងត្រៀមឲ្យស្រេចតែម្ដងទូចេញម្ដងវាយយកដេញវាយគ្មានរើសមុខវាយទាំងចាស់វាយទាំងក្មេងវាយទាំងលោកសង្ឃនេះដែលយើងមើលឃើញផ្ទាល់នឹងភ្នែកហើយមានពលរដ្ឋដែលបានអះអាងពីរឿងការវាយដំហ្នឹងជាក់ស្ដែងថាពួកគាត់អត់មានអីតបតហើយទីបំផុតគាត់និយាយថាមកពីមានមនុស្សម្នាក់ផ្សេងទៀតយកដុំថ្មទៅគប់មានន័យថាសមត្ថកិច្ចទើបតែធ្វើដំណើរមកជិតដល់គឺគាត់ចាប់ដើមគប់តែម្ដងគប់មុនបាទហើយដល់ពេលអញ្ចឹងយើងសួរឬគល់ថាគប់នឹងគប់យ៉ាងម៉េចវាអត់មាននៅពេលនោះគឺអត់មានអ្នកណាគេគប់ព្រោះព្រឹត្តិការណ៍កើតឡើងនៅពេលនោះពីលើកផ្ទួនលើកទី1កម្លាំងសមត្ថកិច្ចចេញមកវាយអុសចាប់មនុស្សចូលក្នុងរួចទៅហើយអញ្ចឹងអាពេលវាយហើយអុសចូលទៅហ្នឹងទើបមានសកម្មភាពខាងក្រៅធ្វើការតវ៉ាទាមទារឲ្យដោះលែងត្រឡប់មកវិញហ្នឹងអាពេលហ្នឹងគឺមានកំហឹងបាទមានកំហឹងបាទនឹងខ្ញុំសូមបញ្យល់លោកអរគុណលោកអ៊ំសម្បត្តិមានអីថែមទៀតទេបាទអញ្ជើញលោកសម្បត្តិបាទជួយសង្ខេបខ្លីៗផងបាទភាសាយើងចង់ជជែកច្រើនបើខ្ញុំបានតាមដានខ្ញុំសង្កេតឃើញភិកច្រើនថាអ្នកដែលញុះអ្នកបង្កឲ្យមានអំពើហិង្សាហាក់បីដូចជាមានការរៀបចំចាត់ចែងទុកជាមុនបើខ្ញុំសង្កេតមើលទៅតកតងនឹងកម្មករឬក៏អ្នកដែលធ្វើបាតកម្មគាត់មិនដែលមានជាប់កាន់ដុំថ្មកាន់អីទៅទេយ៉ាងច្រើនដបទឹកសុទ្ធណាប៉ុន្តែអ្វីដែលខ្ញុំចម្លើយថានៅពេលដែលធ្វើបាតកម្មទៀមទាទៅស្រាប់តែដល់ពេលមួយនោះមានជនមួយចំនួនហ្នឹងគាត់ប្រើយ៉ាងដុំថ្មគាត់ប្រើអីទៅដើម្បីបង្កើតព្រឹត្តិការណ៍មួយថាឲ្យមានហិង្សារួចទៅចាប់ដើមបង្ក្រាបបាទអានេះវាហាក់បីដូចជាមានការរៀបទុកជាមុនថាធ្វើម៉េចឲ្យមានហិង្សាមកដើម្បីបង្ក្រាបបានបើសិនជាអត់មានហិង្សាមិនដឹងថាយល់លេសយ៉ាងម៉េចនឹងបង្ក្រាបអញ្ចឹងយើងឃើញថាវាច្រើនតែលាបពណ៌ដាក់គ្នាណាវាមានក្រុមនេះក្រុមនោះលាបពណ៌ដាក់គ្នាធ្វើម៉េចឲ្យមានហិង្សាមកបង្ក្រាបហើយសមត្ថកិច្ចគាត់អាងតែមួយយ៉ាងគេថាហិង្សាកើតឡើងហើយគប់លើសមត្ថកិច្ចត្រូវតែបង្ក្រាបនេះដែលជាវប្បធម៌មួយមិនល្អទេការដែលធ្វើហើយបើសិនជាយើងកុំឆ្លៀតឱកាសយើងកុំលាបពណ៌ដាក់គ្នាខ្ញុំគិតថាបើតវ៉ាប្រាក់ខែ160គាត់ស្រែតែ160មកទល់នេះទៀតគាត់ក៏អត់មានអីកើតឡើងដែរបើសិនជាយើងមិនមានការរៀបចំឬក៏បង្កើតអព្រឹត្តិការណ៍អីឲ្យកើតឡើងហើយតែកាលណាកើតហិង្សាហើយដូចចាក់សាំងអញ្ចឹងគឺកំហឹងរបស់កម្មករហ្នឹងគឺដុតរៀលដាលកាន់តែខ្លាំងទៅបាទសូមអរគុណខ្ញុំសូមផ្ដល់ជាដំណោះស្រាយសម្រាប់ស្ថានភាពរោងចក្រឬប្រាក់ខែបើយើងចង់ដោះស្រាយកុំឲ្យមានបាតុកម្មកោតកម្មច្រើនទៅថ្ងៃអនាគតយើងមិនដោះស្រាយមូលហេតុនៃបញ្ហាអញ្ចឹងទេយើងត្រូវដោះស្រាយឫសគល់នៃបញ្ហាក្នុងឆ្នាំ2000យើងឲ្យគេ$45រហូតដល់ឆ្នាំ2007នៅតែ$45នេះជាឫសគល់នៃបញ្ហាពីព្រោះ inflation គេហៅថាអតិផរណា 5% 4% 5% 7ឆ្នាំនៃតម្លៃ$45ហ្នឹងនៅឆ្នាំ2007វាស្មើនឹង$20ទេព្រោះវា inflation កន្លែងហ្នឹងតំណែងឡើងថ្លៃកន្លែងហ្នឹងហើយដែលជាមូលហេតុនៃបញ្ហាកាលពីឆ្នាំ2000មកដល់ឆ្នាំ2007អ្នកដែលចាយថាំគាត់អាចរត់រួចខ្លួន
អ្នកដែលចាយមិនថាំទេគឺខ្វះនៅពេល2007មកដល់2010យើងថែមមួយគេបាន2007យើងបាន$50ឆ្នាំ2010មាន$61$61មក3ឆ្នាំគ្រាន់តែអតិផរណាតំណែងឡើងថ្លៃនឹងល្មមអត់មានឡើង1រៀលទេនៅឆ្នាំ2010មកឆ្នាំ2013យើងឡើងបាន$80ហ្នឹងក៏ទូទាត់ស្មើនឹងអតិផរណានឹងដែរមានន័យថាតាំងពីឆ្នាំ2000រហូតមកដល់ឆ្នាំ2013អត់មានឡើងប្រាក់ខែសូម្បីតែ1រៀលបើគេគិតពីអតិផរណាហ្នឹងគេកណនាស្វ័យប្រវត្តិទេអញ្ចឹងយើងត្រូវដោះស្រាយបញ្ហា$160ហ្នឹងល្មមពីព្រោះខ្ញុំកណនាទៅឃើញ$171នោះបើយើងនិយាយអំពី2000ហើយដោះស្រាយមិនទី1រដ្ឋាភិបាលត្រូវតែលុបបំបត្តិទាំងស្រុងនៅការបង់ថ្លៃក្រៅផ្លូវការទៅដល់អាជ្ញាធរអ្នកពាក់ព័ន្ធទី2នៅពេលដែលបញ្ហាអញ្ចឹងដល់ម៉ាឡេគេកាត់បន្ថយពន្ធដារពីប្រព័ន្ធកាត់បន្ថយពន្ធដារហ្នឹងវាអាច National Revenue វាទាបបន្តិចហើយប៉ុន្តែគេចូលត្រូវរកអីយកមកជំនួសយើងធ្វើតាពីហ្នឹងទៅគឺដំឡើងបានហើយថៅកែហ្នឹងគាត់អាចលាក់ដំឡើងបានហើយបើគាត់ដំឡើងបានប៉ុណ្ណាយើងត្រូវសួរអាកន្លែងហ្នឹងគឺជាដំណោះស្រាយហើយងាយស្រួលងាប់ហើយខ្ញុំឃើញឯអាដាមអ៊ិតសំហេងហ្នឹងបណ្ឌិតទៅទៀតហើយហេតុអីបានគិតអាហ្នឹងអត់ឃើញហេតុអីបានមโนអ្នកជំនួយហ្នឹង4 10 20អ្នកទៅជួយគិតអាហ្នឹងទៅសម្រាប់ដោះស្រាយបញ្ហាអត់ទេរហូតមកដល់បាតកម្ម5ឆ្នាំ10ឆ្នាំទៀតក៏វានៅតែមានបាតកម្មនៅតែមានដួលសន្លប់ដែរពីព្រោះយើងអត់ដោះស្រាយឬគល់នៃបញ្ហានេះជាដំណោះស្រាយទី1ដែលអាចជួយបានអរគុណលោកកែមលីតាក់ទងបាញ់មិញនេះឃើញថាយើងក៏មានព័ត៌មានដែលបានផ្សាយអំពីពាក់ព័ន្ធជាមួយនឹងមេដឹកនាំគណៈបកសង្គ្រោះជាតិដែរដោយសារមានការកោះហៅពីតុលាការអញ្ចឹងពីមុនមកយើងឃើញថាមានបញ្ហាអញ្ចឹងច្រើនថាមេដឹកនាំគណៈបកនយោបាយខ្លះគឺថាចេញទៅក្រៅប្រទេសតែម្ដងហើយប្រហែលជាអាចជាប់តាក់ទងអ្វីដែលលោកកែមលីបានលើកឡើងអំពីពោះអត់ក្បាលពីខាងដើមពីព្រោះកាលណាបើសិនជាចេញទៅក្រៅប្រទេសអញ្ចឹងប្រហែលជាអាចចូលទ្រឹស្ដីនឹងទៀតដែរប៉ុន្តែយើងមានព័ត៌មានមុននេះផ្សាយថាមេដឹកនាំគណៈបកហ្នឹងគឺឆ្លើយទៅវិញហើយថានឹងចូលតាមការកោះរបស់តុលាការក្រុងភ្នំពេញនៅថ្ងៃទី14ហ្នឹងលោកកែមលីមានអីចង់ខ្ញុំសុំចេះយើងត្រូវចេះទទួលខុសត្រូវក្បាលហ្នឹងគឺក្បាលពោះដែលការពារខ្លួននៅពេលដែលមានបាតកម្មកោតកម្មនៅរោងចក្រប្រសិនបើជាបណ្ដាញរបស់យើងត្រូវឈរជួមមុខ55នាក់នឹងជាពិសេសប្រធានអនុប្រធានគណៈបកនឹងត្រូវឈរជួមមុខនៅក្នុងទីលានប្រជាធិបតេយ្យនេះនៅពេលដែលដេញពីម្សិលមិញនេះប្រធានគណៈបកអនុប្រធានគណៈបកនិងតំណាងរាស្ត្រទាំង55នាក់ហ្នឹងត្រូវឈរជួមមុខបើរត់មិនមែនរត់ទៅកិច្ចខ្លួនមិនមែនរត់ទៅរួចខ្លួនទេរត់ទៅសាលាក្រុងទៅចរចាជាមួយនឹងចៅហ្វាយក្រុងរត់ទៅផ្ទះសខេងទៅចាមួយសខេងរត់ទៅកន្លែងផ្ទះទាបាញ់កុំឲ្យតាហ៊ានមកបាញ់ប្រជាពលរដ្ឋរត់ទៅផ្ទះហ៊ុនសែនហើយបើសិនគេចាប់ឬក៏គេបុកឬគេបាញ់គេគប់ប្រធានគណៈបកអនុប្រធានគណៈបកនិងតំណាងរាស្ត្រទាំង55នាក់ហ្នឹងអានឹងគឺជាវប្បធម៌ទទួលខុសត្រូវមិនមែនអញ្ចឹងទេបាទកុំនាំប្រជាជនមកឲ្យស្លាប់ហើយយើងរត់រួចកិច្ចខ្លួនថានៅកន្លែងមានសុវត្ថិភាពហើយមិនត្រឹមត្រូវទេខ្ញុំចង់បន្តបន្តិចទៀតតាក់ទងនឹងការដែលខាងមេដឹកនាំគណៈបកប្រឆាំងគាត់សន្យាថាគាត់នឹងចូលទៅតុលាការហ្នឹងចុះបើសិនជាស្ថានភាពហ្នឹងវាបែរទៅជាថារដ្ឋាភិបាលលោកគិតថាបើសិនជាចាប់មេដឹកនាំគណៈបកប្រឆាំងវាអាចនឹងលែងឲ្យមានការចរចាលែងឲ្យមានការតវ៉ាបន្តទៅទៀតតើរបបហ្នឹងវាអាចឈានទៅមិនវិញអំពីស្ថានភាពនៃប្រទេសកម្ពុជាយើងលោកបណ្ឌិតសុកទូចហើយខ្ញុំចង់ឮពីលោកបណ្ឌិតឡើងហៃដែរបាទសូមជឿលោកបណ្ឌិតសុកទូចអរគុណតាមពិតខ្ញុំយល់ថាបើសិនជាតុលាការឈានចូលដល់ទៅចាប់មេគណៈបកយើងខ្លាយទៅជាភូមិមាទី2ហើយយើងមើលមេរៀនភូមិមាទី2ទៅចុងក្រោយទៅពឹងចិនចុងក្រោយចិនគៀមឡើងអស់ជាតិបានរត់មកពួកប្រចាំប្រទេសឡើងវិញអញ្ចឹងអានឹងមិនមែនដំណោះស្រាយគឺចងបញ្ហាលោកបណ្ឌិតខ្ញុំសូមកាត់ប្រសាសន៍លោកបណ្ឌិតតិចបើសិនជាយើងទៅភូមិមាទី2អញ្ចឹងមានន័យថារដ្ឋាភិបាលអាចបន្តគ្រប់គ្រង20ឆ្នាំទៅទៀតអត់បានទេអានេះគ្រាន់តែខ្ញុំគាត់ទីហោអាចទៅជាអញ្ចឹងហើយមួយទៀតខ្ញុំជឿជាក់ថាมันអាចប្រើប្រាស់ប្រព័ន្ធតុលាការដែលគេកំពុងតែព្រួយបារម្ភថាតុលាការទៅជាឧបករណ៍របស់អ្នកនយោបាយបានទេប៉ុន្តែ
ត្រូវមានលក្ខខណ្ឌគ្រប់បែបយ៉ាងថាចុះហេតុអីបើសិនជាប្រើប្រាស់តុលាការឲ្យញុះញង់ថាគណៈបព្វប្រឆាំងញុះញង់ឲ្យមានបញ្ហាវាជាការពិតប៉ុន្តែវាកើតមកពីណាចងដើមចមកើតមកអំពីការបោះឆ្នោតអញ្ចឹងត្រូវយកសភាទាំង123រូបនឹងឡើងមកតើកោះពីព្រោះអានឹងជាដើមចមនៃបញ្ហាហើយអ្នកដែលទទួលខុសត្រូវទៀតគឺតាមមាត្រាទី8មាត្រាទី9ព្រះមហាក្សត្រចូលរួមដែរព្រោះអ្នកនឹងហើយដែលជាអ្នកចងបញ្ហាហេតុអីអ្នកខ្លាយជាមេដឹកនាំដល់កម្ពុជាហើយយើងដោះស្រាយនេះគ្រាន់តែតើបំភ្លឺបៀបយ៉ាងដូចម្ដេចដើម្បីបន្ថយអេរយាប័តហើយមេបពប្រឆាំងក៏ដូចគ្នាដែរបើសិនជាគាត់ចាក់ចេញវិញបាទអានឹងគឺមិនដឹងជាគាត់ខ្លាយជាស្អីទេហើយសម្រាប់គាត់ជាអ្នកនយោបាយគាត់ជឿរើសផ្លូវនឹងហើយគាត់ត្រូវចេញវិញខ្ញុំជឿជាក់ថាគួរតែខ្ញុំមិនដឹងពាក្យមានពាក្យអីនិយាយទេអាហ្នឹងគេហៅថាពោះក្បាលផលិតបាទវាហួសពីផលិតទៀតព្រោះវាអត់ឥឡូវនេះគណៈបព្វប្រឆាំងទៅជាពោះផលិតដែរព្រោះវាអត់ពឹសអត់មានទៅដោះស្រាយអីបានឥឡូវវាពោះផលិតតែបើរត់ចេញមិនមែនពោះផលិតទៀតនឹងជាពោះស្អីទេបាទបងជាទុនសាយបាទប៉ុន្តែបើសិនខ្ញុំសូមជូនថាពេលនេះអត់ត្រូវប្រើប្រាស់តុលាការទេដំណោះស្រាយអត់ត្រូវប្រើប្រាស់តុលាការទេគឺមានសន្តាន3ទី1អ្នកនយោបាយត្រូវតែចូលតុចរចាក្រមមលុបរបស់ព្រះមហាក្សត្រទី2បើសិនជាអ្នកនយោបាយសឿងដូចគ្នាត្រូវសរសេរលិខិតមួយទៅកាន់អង្គការសហជីវជាតិគេចាំតែមកទេពីព្រោះយើងមានបទពិសោធន៍រួចទៅហើយកាលពីឆ្នាំ1991របៀបវរៈទី3បើសិនជាអ្នកនយោបាយសឿងដូចគ្នាទៀតចិត្តជាកលាករដូចគ្នាទៀតគឺបង្កើតរដ្ឋាភិបាលអន្តរកាលមួយហើយធ្វើប្រជាមតិប្រជាជនទៅហើយប្រជាជនបើយោងតាមរដ្ឋធម្មនុញ្ញប្រជាជនជាម្ចាស់ជោគទៅវាសនារបស់ប្រទេសជាតិគេថាឲ្យអ្នកណាធ្វើអីធ្វើទៅហើយបោះឆ្នោតសារដើមឡើងវិញអានឹងបើយើងសឿងមាន3ចំណុចហ្នឹងខ្ញុំមានដល់ទៅ5ប៉ុន្តែ2ទៀតខ្ញុំនឹងមិននិយាយពីព្រោះមកថាញុះញង់ព្រោះលោកកែមលីធ្លាប់លើកឡើងថាតិចលោកធ្វើប្រជាមតិទៅស្រាប់គណៈបព្វប្រជាជនជាប់ទៅដែរអត់បញ្ហាយើងគោរពយើងប្រជាធិបតេយ្យយើងគោរពមតិភាគច្រើនបើសិនជាប្រជាជនឲ្យគណៈបព្វប្រជាជនឈ្នះអានឹងវាឈ្នះប៉ុន្តែពេលនេះដើម្បីធ្វើប្រជាមតិហ្នឹងនឹងធ្វើម៉េចទេបាទសូមឲ្យដែលកោជបហ្នឹងឯករាជ្យកោជបមានវិជ្ជាជីវៈគោជបដែលស្ថិតនៅក្នុងជាអ្នកកណ្ដាលដែលគ្មានផលប្រយោជន៍អំពីគណៈបកមិនប្រធានគោជបជាសមាជិករបស់បកទេវាអត់ដែលមានឥឡូវរដ្ឋធម្មនុញ្ញចែងថាម៉េចទេនៅក្នុងមាត្រាទី23មាត្រាខ្ញុំនេះគឺថាទាហាននៅអព្យាក្រឹតពីព្រោះព្រះមហាក្សត្រជាអ្នកតែងតាំងអគ្គមេបញ្ជាការហើយព្រះអង្គជាអគ្គមេបញ្ជាការខេមរៈភូមិន្ទអញ្ចឹងព្រះអង្គអត់តាមមាត្រាទី7ថាម៉េចព្រះអង្គអត់ធ្វើនយោបាយព្រះអង្គគ្រងរាជតែព្រះអង្គអត់ធ្វើនយោបាយហេតុអីគេឲ្យទៅនៅក្នុងព្រះអង្គពីព្រោះចង់ឲ្យទាហាននឹងអព្យាក្រឹតវាមិនទាហាននៅប្រទេសថៃហេតុអីបានវាធ្វើទៅបានមកដល់ថ្ងៃនេះថៃធ្វើរដ្ឋប្រហារ8 10ដងអាចឈានដល់9 10ដងហេតុអីពីព្រោះទាហាននៅអព្យាក្រឹតហើយពេលណាគណៈបកនយោបាយឆ្លោះគ្នាតាមតឹងមែនតើទាហានធ្វើរដ្ឋប្រហារភ្លាមទាហានកាន់អំណាចហើយរដ្ឋាភិបាលអន្តរកាលហ្នឹងត្រូវបោះឆ្នោតឲ្យកោជបគេបោះឆ្នោតទៅអ្នកណាឈ្នះមកកាន់អំណាចទៅហើយទាហាននឹងគេឲ្យចេញតែយើងវាអត់មានអាហ្នឹងអ្នកឈ្នះចាប់បាប់ឡើងចង់បានកាន់តទៀតអាហ្នឹងខុសហើយអាហ្នឹងរដ្ឋប្រហារអាហ្នឹងធ្វើបដិវត្តហើយបាទលើកជើញលោកឡៃបាទជារួមខ្ញុំទាយដំណើរជាមេរៀននៃជាបទពិសោធន៍គណៈបព្វជិជនច្បាស់ជាប្រើប្រាស់ប្រព័ន្ធតុលាការគ្រប់បែបយ៉ាងដើម្បីឲ្យសមាជិករបស់គណៈបក្សសង្គ្រោះជាតិនឹងជាប់នៅក្នុងបណ្ដឹងអាចថាកាត់ក្តីជាប់គុកជាប់អីចឹងទៅគឺចុងបញ្ចប់បន្ទាប់នេះយ៉ាបត់សម្របសម្រួលចូលសភាហ្នឹងគេហៅថាវ័យឆ្កែចូលត្រង់ជារួមបទពិសោធន៍របស់គាត់ទី2បើសិនជានឹងមិនឈ្នះទេជំហានទី2អ្នកទាំងអស់ហ្នឹងត្រូវបានបដិសេធថាអត់ចូលរួមប្រជុំសភាទាំង55នាក់ហ្នឹងគេត្រូវយកមនុស្ស55នាក់ទៀតដែលបំរុងហ្នឹងយកមកដាក់ចូលសភាបើសិនជា55ក្រោយហ្នឹងគេចាប់ជីបចរបានភាកច្រើនអាហ្នឹងចូលប្រជុំសភាអាហ្នឹងគឺយុទ្ធសាស្ត្រទៅរបៀបអញ្ចឹងបាទខ្ញុំមើលទេខ្ញុំធ្វើការប្រមាលមើលទេសម្រាប់យុទ្ធសាស្ត្រហើយគណៈបព្វសង្គ្រោះជាតិត្រូវអាលាយក៏ប៉ុន្តែស្ថានភាពបែបនេះប្រសិនបើរដ្ឋាភិបាលបើសិនបើគណៈបព្វប្រជាជនធ្វើបែបនេះគឺដូចសម្លាប់នយោបាយជីវិតនយោបាយខ្លួនឯងអញ្ចឹងសូមឲ្យមានការប្រុងប្រយ័ត្ន
លោកមនិតឡាមហើយលោកមានជាទស្សនៈយោបល់អីទេជុំវិញចំណុចនេះបាទវិធានការតាមតុលាការក្តីបាទតាមកម្លាំងសន្តិសុខក្តីបាទមិនមែនជាដំណោះស្រាយទេខ្ញុំឃើញរូបភាពសប្តាហ៍នេះគឺដែលថាស្ងប់ស្ងាត់ហ្នឹងគឺដូចយកដែលយើងសកត់គ្របឆ្នាំងបាទដែលកំពុងតែពុះបាទយើងអត់បានទៅមើលភ្លើងពីក្រោមឆ្នាំងនេះទេបាទដូចចេះគេត្រូវដោះស្រាយរឿងគាត់ថាភ្លើងនៅក្រោមឆ្នាំងហ្នឹងបាទអញ្ចឹងគឺចរចាគ្នាគឺថាចាំបាច់ណាហើយដូចជាមតិច្រើនណាគឺថាដូចជាជំរុញឲ្យមានការចរចាគ្នាណាបាទទោះជាយើងថាប្រើភាសាអសុរោះទៀតទិញបានខាងគណៈបក្សសង្គ្រោះតែចូលក៏មិនបើជាប្រអញ្ចឹងណាចាកំពុងតែកពុះគេចូលហើយភ្លើងនេះវាអត់តណាវានៅក៏នៅតែឆេះអញ្ចឹងបាទចានេះម្ល៉េះហើយគឺតែក្របទៅគឺបានប៉ុន្តែវាអត់ដោះស្រាយបញ្ហាមិននៅអញ្ចឹងបាទហើយនៅទៅដល់ដល់2017ហ្នឹងគឺពិបាកទៀតបាទ2013កាន់តែរឹតទៅពិបាកទៀតបាទបើសិនជាយើងបង្កើតជាបញ្ហាយកដោះស្រាយចេះទៅវិញឧទាហរណ៍ថាឥឡូវបើសិនជាគណៈបក្សសង្គ្រោះជាតិ55រូបគាត់ចូលទៅក្នុងសភាទៅវិញយើងបង្កើតជាគំនិតការជជែកនេះបើ55អ្នកចូលវិញតើអំណាចរបស់គាត់ប៉ុណ្ណាហើយបង្ជួយប្រទេសជាតិដល់ប៉ុណ្ណាវិញបើគុំនៅក្រៅឥឡូវយើងខ្ញុំសូមឲ្យដំណោះស្រាយមួយដែលល្អគឺយើងអាចព្រមព្រៀងគ្នាជាកញ្ចប់គណៈបកប្រជាជនត្រូវព្រមព្រៀងគ្នារៀបចំបោះឆ្នោតសម្រាប់ប្រទេសជាតិយើងបោះឆ្នោតក្រុមប្រឹក្សាភូមិនៅឆ្នាំចុងឆ្នាំ2014បោះឆ្នោតក្រុមប្រឹក្សាឃុំនៅឆ្នាំ2015បោះឆ្នោតក្រុមជាតិនៅឆ្នាំ2016ធ្វើម៉េចឲ្យមានការបោះឆ្នោតអានឹងគឺតម្រូវតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋហើយគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិត្រូវធ្វើការងារគ្នាធ្វើការជាមួយគ្នាក្នុងរដ្ឋសភាដើម្បីធ្វើច្បាប់បោះឆ្នោតក្រុមប្រឹក្សាភូមិធ្វើវិសោធនកម្មច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាតិដើម្បីឲ្យវាត្រូវការបដិឆេទហើយនឹងមាត្រាមួយចំនួនត្រូវកែប្រែនិងរៀបចំប្រព័ន្ធឬក៏គណៈកម្មការជ្រៀបចំការបោះឆ្នោតឲ្យឯករាជ្យបំផុតពីនឹងត្រូវព្រមព្រៀងគ្នាជាកញ្ចប់មុននឹងចូលសភាជាមួយគ្នានៅក្នុងរដ្ឋសភាយើងអត់បាននិយាយអំពីការបោះឆ្នោតឡើងវិញទេយើងអត់បាននិយាយអំពីការធ្វើម៉េចឲ្យនាយករដ្ឋមន្ត្រីហ៊ុនសែនចេញពីតំណែងទេក៏ប៉ុន្តែយើងចាប់ផ្ដើមរៀបចំយន្តការបោះឆ្នោតជាតិយើងមួយតាំងពីបោះឆ្នោតភូមិឃុំរហូតទៅដល់ជាតិដោយមានការដូរការបដិឆេទតាមរយៈការធ្វើវិសោធនកម្មច្បាប់ហើយចាប់ពីពេលនេះទៅគឺ5ឆ្នាំបោះម្ដង5ឆ្នាំបោះម្ដងទៅមានដំណោះស្រាយហើយមិនផ្ដល់ផលចំណេញទៅដល់គណៈបកសង្គ្រោះជាតិទេពីព្រោះគណៈបកសង្គ្រោះជាតិបានចូលហើយនឹងព្រមព្រៀងការបោះឆ្នោតមិនផ្ដល់ផលចំណេញទៅដល់គណៈបកប្រជាជនទេនៅពេលដែលគណៈបកសង្គ្រោះជាតិពីព្រោះមានការរៀបចំការបោះឆ្នោតជាសេរីថ្មីបន្ថែមទៀតអានឹងដែលខ្ញុំផ្ដល់ដំណោះស្រាយហ្នឹងហើយដំណោះស្រាយនេះមិនមែនល្អទេបើសិនជាគណៈបកទាំងពីរឧស្សាហ៍ណាឧស្សាហ៍ជជែកគ្នាកុំឧស្សាហ៍ធ្វើបាតកម្មហើយឧស្សាហ៍ជជែកគ្នាកុំឧស្សាហ៍ប្រើប្រាស់កាភ្លើងបាញ់ប្រជាពលរដ្ឋបាទខ្ញុំផ្ដល់គំនិត3នៅអ្វីដែលជារបស់លោកបងពុយគីលើកឡើងមកថាចុះបើគណៈបកសង្គ្រោះជាតិចូលទាំង55តើវាចំណេញយ៉ាងម៉េចអត់អាចទៅបានបើសិនជាគ្មានកញ្ចប់នយោបាយមុនពីព្រោះនៅក្នុងច្បាប់ខ្ញុំសូមលើកកន្លែងហ្នឹងបន្តិចដែលអាដាមសំរងស៊ីបានដាក់ជើងពៀនទៅឲ្យគណៈបកប្រជាជនហ្នឹងនៅឆ្នាំ2006ហ្នឹងគឺភាគច្រើនដាច់ខាតអញ្ចឹងគណៈបកប្រជាជនអាចធ្វើវិសោធនកម្មបានទាំងអស់លើកលែងតែ3ទេទី1ការរំលាយសភាត្រូវការ2/3ទី2ការដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រត្រូវការ2/3ហើយទាំងអស់ហ្នឹងរាល់ស្អីទាំងអស់គឺថាវិសោធនកម្មត្រូវការតែ62ទេអញ្ចឹងកន្លែងហ្នឹងបើសិនជាអត់បានចងកញ្ចប់នយោបាយទេពេលចូលទៅគណៈបកសង្គ្រោះជាតិគ្រាន់តែដើរនឹងទទួលប្រាក់ខែទេប៉ុន្តែមានច្បាប់មួយបានចែងនៅក្នុងរដ្ឋធម្មនុញ្ញថាចាប់ពី30សម្លេងទៅនឹងអញ្ជើញរដ្ឋមន្ត្រីមកធ្វើការស្ដីបន្ទោសប៉ុន្តែកន្លែងនេះវាហាក់ដូចជាស្រាលណាស់ព្រោះអត់បានធ្វើអីទាំងអស់អញ្ចឹងទេមុននឹងចូលទៅក្នុងសភានឹងត្រូវចងច្បាប់
ទៅដាក់កញ្ចប់ហើយកញ្ចប់ហ្នឹងមានទេសួរតាមានទេស្រុកខ្មែរសัตว์ចម្លែកច្រើនតែកើតនៅស្រុកខ្មែរសัตว์ចម្លែកមិនលងដិតសัตว์ចម្លែកហ្នឹងឧទាហរណ៍នាយករដ្ឋមន្ត្រី2បាទឧទាហរណ៍រដ្ឋបហាបដូរនាយករដ្ឋមន្ត្រី97បាទអានោះសត្វចម្លែកសត្វចម្លែកដែលខ្លួនមិនទាន់បានទៅជាតំណាងរាស្ត្រផងហើយទៅវិសោធនកម្មបោះឆ្នោតជាកញ្ចប់អាហ្នឹងវាសុទ្ធតែរឿងមួយចម្លែកហើយវាអត់អាចមានធម្មតាសភាចាំផ្ទះអត់អាចធ្វើអីបានទេអញ្ចឹងដូចគ្នាដើម្បីឆន្ទៈនយោបាយគណៈបកសង្គ្រោះជាតិត្រូវដាក់ប្រមាណគណៈបកប្រជាជនដាក់បានទី1ឧទាហរណ៍ធម្មតាបើតាមនីតិវិធីគណៈបកប្រជាជនយកទាំងអស់គណៈកម្មការព្រោះគេឈ្នះគេចេញទាំងរដ្ឋាភិបាលចេញទាំងសភាពីព្រោះយើងមើលហើយគេថាតាមរដ្ឋធម្មនុញ្ញខ្ញុំមិនចាំលេខគេប៉ុន្តែខ្ញុំចាំនេះឃ្លាប្រយោគវចខណ្ឌគេថាការបោះឆ្នោតជ្រើសរើសប្រធានសភានិងអនុប្រធានសភានិងគណៈកម្មការទៅដាច់ដោយឡែកដូចគ្នាប៉ុន្តែយើងបានបោះឆ្នោតជាកញ្ចប់ហើយអញ្ចឹងបើសិនជាតាមភាគច្រើនដាច់ខាតគណៈបព្វជិជនយកទាំងអស់ហើយអត់មានអីទៀតទេអត់មានទេប៉ុន្តែដោយសារតែរឿងមិនប្រកក្តីនឹងហើយបានគេចែកគ្នាហើយចែកគ្នានឹងម្នាក់ម្នាក់ចេះចង់បានប្រធានបានអីអត់បញ្ហាប៉ុន្តែស្អីដែលជាជំងឺសម្រាប់2007 2008ជំងឺទី1កោចបជំងឺទី2ប្រព័ន្ធផ្សព្វផ្សាយជំងឺទី3ការចុះឈ្មោះជំងឺទី4គឺជំងឺអីជំងឺតុលាការស្ថាប័នតុលាការជំងឺទី5គឺជាជំងឺអីគឺជាជំងឺអំពើពុករលួយនេះ5ហ្នឹងឬមួយក៏គណៈបកសង្គ្រោះជាតិចង់បានអីមួយទៀតចង់បានអំពីការចុះដីធ្លី99ឆ្នាំបាទកន្លែងនេះខ្ញុំគាត់ជំរាបជូនទេវាជារឿងមួយដែលត្រូវជំងឺនឹងវាត្រូវពីពួកយើងដឹងហើយថាយើងក៏ធ្លាប់ចុះឲ្យបរទេសសម័យជ័យសថាទី2ហ្នឹងក៏ធ្លាប់តែឲ្យខ្ចីចឹងដែរអានោះខ្ចីហើយចុងក្រោយមកក៏ទុំទៅវាខ្ចីរហូតអត់មានទុំទេកម្មជាក្រោមបាទកម្មជាក្រោមបាទអញ្ចឹងយើងធ្លាប់ហើយមានអីមានដាក់ជើដុកមកពីអីនឹងជើនឹងឯងអំណោយរបស់នឹងជើនឹងឯងអញ្ចឹងយកអត់ចង់និយាយប្រវត្តិសាស្ត្រទៀតទេខ្ញុំអត់ចង់លូកចូលទៅហ្នឹងឯងអញ្ចឹងទាំងអស់ហ្នឹង6ហ្នឹងអាចដាក់ទៅក្នុងកញ្ចប់នយោបាយថា6នេះមិនទៅធ្វើវិសោធនកម្មនៅក្នុងរយៈពេល5ឆ្នាំនៃការអំណាចពីព្រោះហេតុអីបានចងអញ្ចឹងពីព្រោះគណៈបកប្រជាជនអាចធ្វើវិសោធនកម្មបានព្រោះគេថា62តាអញ្ចឹងរាល់កញ្ចប់នយោបាយនេះត្រូវតែចូលសភាទៅគឺរៀបចំធ្វើអាហ្នឹងហ្មងបើអត់ធ្វើអញ្ចឹងទេហើយឥឡូវគណៈបកសង្គ្រោះជាតិសម្ដីបងពូជាថាគណៈបកសង្គ្រោះជាតិអត់ចូលខាតទៀត5ឆ្នាំក្រោយមកអាចទាំងអស់នឹងនៅដដែលហើយបោះឆ្នោតមកទៅចែកគ្នាទៀតតាបើពីព្រោះអាដែងគោចូលបដដែលមានកែគេបានទេណាអញ្ចឹងយើងត្រូវទៅចូលទៅកែយើងទ្រាំ28ឆ្នាំបានចុះ5ឆ្នាំទៀតក៏យើងមិននេះអាហ្នឹងយើងត្រូវទៅកែបើអត់កែអាហ្នឹងក៏ចូលបដដែលបោះឆ្នោតហើយខំញញគ្នាតទៅទៀតហើយប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងដដែលឥឡូវនេះខ្ញុំគ្រាន់ជំរាបជូនរដ្ឋាភិបាលថ្មីនេះកែច្រើនហើយពីដើមគ្រាន់តែខ្ញុំហ្នឹងតែទូគេឲ្យចូលចិត្តផងទាំងបាយ័នទាំង CNC ហ្នឹងឥឡូវគេកែហើយអញ្ចឹងយើងចាប់ដើមកែគ្នាប្រទេសយើងទាំងអស់គ្នាកុំបង្ហូរឈាមកាលដែលថាសម្រាប់ស្ដាប់ហ៊ូសេនមួយមានស្ដាប់ហ៊ូសេន20ទៀតចេញមកអញ្ចឹងយើងអត់ត្រូវទេគេនិយាយច្បាស់ណាស់នៅក្នុងវិទ្យាសាស្ត្រនយោបាយគេអត់ឲ្យធ្វើបដិវត្តទេគេឲ្យធ្វើកែតម្រង់ព្រោះអាបដិវត្តនេះគឺបោះសម្អាតខ្ទេចមកហើយអាហ្នឹងគេប្រយ័ត្នណាស់ក្នុងសតវត្សទី21អញ្ចឹងសូមឲ្យអ្នកនយោបាយវិលត្រឡប់មកវិញដែលខ្ញុំបានទៅជែកជាមួយលោកអ៊ំឡៅបង្ហាយលោកសច្ចាបដិតកែមលីនឹងថាមានតែការជជែកគ្នាទេដើម្បីផលហើយកុំស្ដាប់ប្រជាជនបោះឲ្យយើងហើយកុំយើងគិតមើលគណៈបកសង្គ្រោះជាតិផ្ដិតបាន2លានអ្នកជាងនេះអញ្ចឹងនៅតែមតិភាគតិចច្រើនអញ្ចឹងទេបើរកឲ្យបានលើស3លានទៅអាហ្នឹងសូមធ្វើតាមប្រជាជនតែឥឡូវបើក្រោម3លានយើងត្រូវតែចូលចរចាដោះស្រាយបញ្ហាប្រទេសជាតិហើយកុំភ្លេចណាបើសិនជាមានកម្លាំងកុបកម្មណាមួយខ្លាំងយើងអាណិតប្រទេសយើងអស់ហើយអត់មានអីទេឈើអស់ហើយដីអស់ហើយត្រីអស់ហើយបើដុតផ្ទះអស់នឹងទៀតបានស្អីទៀតដើម្បីអភិវឌ្ឍយើងត្រូវតែបន្តអភិវឌ្ឍមិនមែនប្រទេសសម្រាប់នេះខ្ញុំសោកស្ដាយមែនទែនបើសិនជាអ្នកនយោបាយហើយបើសិនជាអ្នកនយោបាយខ្វះណាខ្វះការគិតខ្ញុំជឿតែប្រកែគិតប៉ុន្តែគិតតែផ្លូវខុសយើងគិតផ្លូវខុសច្រើនណាស់បើចង់ខ្ញុំនឹងជម្រាបជូនទាំងសងខាងហើយម្នាក់យើងបានផ្ដល់គំនិតថាត្រូវដោះស្រាយបៀបមិនមានកញ្ចប់របស់វាហើយអាដោះស្រាយដែលដាក់កញ្ចប់នយោបាយនេះគណៈបកប្រជាជនក៏អត់ចំណេញគណៈបកសង្គ្រោះជាតិអត់ចំណេញយ៉ាងម៉េច
គឺចំណេញប្រទេសជាតិនិងប្រជាជនខ្ញុំបាននិយាយឲ្យថាកាលដែលប្រជុំមុនដំបូងព្រះមហាក្សត្រក៏ជោគជ័យគណៈបកប្រជាជនក៏ជោគជ័យគណៈបកសង្គ្រោះជាតិក៏ជោគជ័យអ្នកដែលខាតគឺប្រជាជនកម្ពុជាអ្នកដែលរងទុក្ខវេទនាគឺប្រជាជនកម្ពុជាប្រទេសជាតិត្រូវបាត់បង់ទេសចរមកក្រឹកត្រូវបាត់អស់លេងយើងមើលធ្វើដូចអានេះចោល500ចឹងកាន់អានេះពងទីបដេញវាយផ្អើលពេញហ្នឹងអានោះសមទេប្រទេសសិតតែឯណាកាន់ពុទ្ធសាសនាខន្តីឯណាបាទអាចារ្យដេញវាយនៅទីក្រុងហ្នឹងអាហ្នឹងបាននៅទីក្រុងកាប៊ូលទេពួកកាប៊ូលទេបានធ្វើចឹងបានខ្មែរអត់ចឹងទេខ្មែរមិនមែនពូជច្បាំងទេគេថាខ្មែរពូជច្បាំងគឺខុសហើយទៅមើលផ្ទាំងស្លាទៅមើលអង្គរវត្តគ្មានអ្នកណាឆ្លាក់ដូចទេបើពូជអ្នកឆ្លាក់ពូជសិល្បៈអាហ្នឹងមកវាត្រូវសូម្បីតែថៃក៏មិនដូចផងអាហ្នឹងដែលយើងហេតុអីក៏យើងមិននាំគ្នាគិតពិចារណាដើម្បីសង្គមបាទអរគុណលោកសុកទូចបានខ្លាតាមិលពួកខ្លាតាមិលគេប្រើអញ្ចឹងបាទប្រិមិត្តកំពុងតាមដានស្ដាប់កិច្ចពិភាក្សាតុកមូល VOD បាទហើយបាទលោកបើសិនជាលោកច័ន្ទសវេតមានជាសំណួរអីអាចសួរជាមួយវាគ្មិនជាងក៏យើងឱកាសនៃការជជែកពិភាក្សាដេញដោលតែម្ដងបាទខ្ញុំស្ដាប់វាគ្មិនជាលើកមកដូចជាមើលទៅនៅមិនទាន់ចំឲ្យច្បាស់ប៉ុន្តែឥឡូវខ្ញុំចង់ឲ្យមានការគិតថាតើគណៈបព្វជិជនមានឆន្ទៈយើងរំពឹងថាគាត់មានឆន្ទៈដើម្បីចូលមករៀបចំដោយលោកបណ្ឌិតជាទស្សនៈខ្លះរៀបចំថាជាកញ្ចប់ជាអីចឹងមុនណាដើម្បីឲ្យដំណើរការទៅបាននោះតែពួកគេយើងរំពឹងថាយើងគិតថាគណៈបព្វជិជននឹងអាចមានឆន្ទៈចូលរួមក្នុងការចរចាហ្នឹងទេហើយមួយវិញទៀតអាចជាគំនិតនៃការពិភាក្សាដែរឥឡូវនេះរឿងគណៈបកសង្គ្រោះជាតិនេះប្រហែលជារងគ្រោះតាំងជាមួយនឹងការចរចាជាមួយដៃគូគណៈបកប្រជាជនក៏ត្រូវមានការប្រយ័ត្នប្រយែងពីព្រោះអំណាចនៃការសម្រេចចិត្តវាមិនមែននៅលើថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិទាំង55រូបនឹងទេមើលទៅពីព្រោះប្រជាជននេះដូចជាអ្នកកាច់ចង្កូតគណៈបកសង្គ្រោះជាតិទៅវិញអ្នកគាំទ្រគណៈបកសង្គ្រោះជាតិណាវាអាចជាចំណុចនៃការដែលលំដិតអាចជួយចែកចម្លែកចំណុចហ្នឹងដែរបាទតាមពិតអ្វីដែលជាការព្រួយបារម្ភវាជាការត្រឹមត្រូវប៉ុន្តែមិនមែនចឹងទេបាទមិនមែនចឹងទេប្រជាជនទៅបញ្យល់គាត់កុំទៅដុតគាត់គណៈបកសង្គ្រោះជាតិខ្ញុំបានជួបគាត់ថាចូលទៅប្រថាប់ត្រាឲ្យគណៈបកប្រជាជនចូលទៅឲ្យសភាស្របច្បាប់អាហ្នឹងគឺគណៈបកហ្នឹងបញ្យល់ប្រជាជនអញ្ចឹងអាហ្នឹងខ្ញុំទៅធ្វើសិក្ខាសាលាមានមួយបងកែមលីហ្នឹងទៅនៅអ៊ីនធឺហ្នឹងក៏អញ្ចឹងដែរគេចង់ថាខ្ញុំនឹងយួនមិនមែនអញ្ចឹងទេតាមពិតប្រជាជនអត់យើងត្រូវបង្ហាញផ្ទាំងប្រវត្តិសាស្ត្រឲ្យប្រជាជនថាពេលដែលខ្មែរបែកបាក់វាអាលីជាតិយ៉ាងម៉េចអញ្ចឹងហេតុនេះហើយបានយើងយាងព្រះមហាក្សត្រឲ្យលោកគង់នៅកណ្ដាលហើយហៅពេលហ្នឹងយើងត្រូវឲ្យទោះបីជាអ្នកមានបណ្ឌិតកតេបណ្ឌិតមិនក៏ដោយក៏ត្រូវហៅបណ្ឌិតដតីឲ្យគេចូលរួមដែរដើម្បីផ្ដល់ជាគំនិតហើយគណៈបកសង្គ្រោះជាតិកាលណាខ្លួនចាប់ផ្ដើមចរចាកុំដូចក្មេងណាយើងច្រើនដូចអ្នកនយោបាយខ្ញុំធ្វើឃើញចាស់ទុំតែមិនមែនក្មេងទេដាក់របៀបរយៈតែមួយហើយចូលទៅឲ្យគេទទួលយកអាហ្នឹងគឺមិនចាស់ទុំទេក្មេងវាទាការ៉េមអត់ការ៉េមវាអង្គុយយំហ្មងប៉ុន្តែវាអត់មានអីជ្រើសរើសថាទោះតែបានការ៉េមមកវាអាហ្នឹងខែក្មេងដូចគ្នាអញ្ចឹងបើយើងទៀមទាថាយុទ្ធធម៌បើវាអត់បានយើងមានអីយើងមាន5 6 7 8មកហើយលាតតដាងហើយគណៈបព្វជិជនចង់បានអីមកលាតតដាងហើយលាតតដាងនឹងហើយប្រាប់ប្រជាជនថាហេតុអីបានយើងធ្វើអញ្ចឹងគឺបំណងចង់ឲ្យមានសេចក្តីសុខកុំឲ្យជាតិបាក់បែកអានឹងព្រះមហាក្សត្រក៏ដើរតួអ្នកនយោបាយទាំងពីរក៏ដើរតួហើយប្រជាជនបារម្ភថាប្រជាជននឹងមិនបោះឆ្នោតឲ្យបើសិនជាប្រជាជនបោះឆ្នោតឲ្យអាណត្តិក្រោយហើយបើប្រទេសអាលីតើបោះឆ្នោតដើម្បីអីអានឹងដែលយើងទៅបញ្យល់ប្រជាជនបែបហ្នឹងបើយើងតតាំងគ្នារហូតប្រើប្រាស់យើងឃើញគ្រាន់តែមកប្រើប៉ុណ្ណឹងប៉ុណ្ណឹងអត់ទាន់បានចាក់សាំងផងខ្ញុំគាត់ជំរាបជូនផ្ទះឥឡូវខ្ពស់ណាអញ្ចឹងបើគេទម្លាក់តែ10សាំងមករត់ក្រោះឡានក៏ឆ្លះជន់គ្នាពេញម្ដងដែរបើវាអត់ដល់ហ្នឹងអញ្ចឹងយើងអត់ចង់ឲ្យមានប្រទេសយើងអាលាយបែបហ្នឹងអាហ្នឹងប្រទេសសន្តិភាពឲ្យហេតុអីក៏យើងមិនបន្តសន្តិភាពតទៅទៀតខ្ញុំលើកឧទាហរណ៍បើសិនជាការអនុវត្តគម្រោងវិញណាគឺគេដាក់ជាសូចនាករតែម្ដងឧទាហរណ៍ថាដាក់10ប្រជាជនត្រូវការអីយុវជនត្រូវការអីបញ្ញជនត្រូវការអីឧទាហរណ៍ថាឥឡូវអត្រាភាពក្រីក្រតែ 22.89%
ក្នុងមួយអាណត្តិហ្នឹងអាចចុះមក 10% បានទេដាក់មួយទី2យុវជនមានតែប្រហែលជា 20% មានការងារធ្វើក្នុងមួយអាណត្តិហ្នឹងអ្នកឯងហ៊ានធានា 50% 60% ទេការងារសមស្របមានប្រាក់ខែប៉ុណ្ណេះបញ្ញាជនធ្វើការនៅក្នុងរដ្ឋរាល់ថ្ងៃនេះប្រាក់ខែយ៉ាងច្រើន100អីទេអ្នកឯងហ៊ានឲ្យ500ទេយ៉ាងទាបបំផុតគេដាក់អញ្ចឹងណាជនអន្តោប្រវេសន៍អត់មានការគ្រប់គ្រងល្អទេប្រសិទ្ធភាពដំណាដីធ្លីព្រៃឈើឈប់កាប់បានទេគេដាក់សូចនាក៏10អញ្ចឹងហើយគឺចរចាគ្នាអាចធ្វើបានទេគណៈបព្វជិជនបើសិនជាធ្វើបានអបអសាទរលើកទូលឲ្យធ្វើបើសិនជាខ្ញុំអ្នកនយោបាយជំពះឲ្យធ្វើគ្រប់គ្រងឲ្យធ្វើហើយជួយថែមទៀតជួយប្រម៉ែប្រមូលថែមទៀតតែគណៈបព្វជិជនថាអត់ធ្វើបានទេអានឹងវាខ្ពស់ពេកអូខេបើអត់ធ្វើបានសុំអញ្ជើញមែនណាសុំអញ្ជើញចុះចេញឲ្យគេធ្វើសាកមើលយើងទៅមើលគេធ្វើមើលយើងទៅគ្រប់គ្រងគេធ្វើមើលអានឹងបានគេហៅថាគិតប្រយោជន៍ជាតិគិតប្រយោជន៍ជាតិឯណាកៅអីសភារបស់អញវើយមើលណាយុរដ្ឋមន្ត្រីរបស់អញអាហ្នឹងគិតប្រយោជន៍ជាតិស្អីគិតតែប្រយោជន៍ខ្លួនឯងហ្នឹងបាទនេះខ្ញុំគ្រាន់តែឧទាហរណ៍ទេលោកបណ្ឌិតឡើងមកហើយលោកចង់មានយោបល់អីទេបើសិនជាយើងថាយកទស្សនៈរបស់ប្រជាពលរដ្ឋណាបាទប្រជាពលរដ្ឋសាមញ្ញណាបាទកុំយកប្រជាពលរដ្ឋនៅក្នុងឯកសណ្ឋានណាបាទខុសគ្នាណាបាទខ្ញុំថាមានគំរូមួយហើយគឺដូចគ្នាយើងថាកុំឲ្យជាតិយើងវាច្បោកច្បល់ឲ្យថែមទៀតណាបាទហើយបើគិតជាតិចឹងណាប្រហែលគំរូប្រវេសន្តរនោះដូចជាគំរូមួយដែរប្រជាពលរដ្ឋจะទៀមទាអីឥឡូវបាទវាដូចជាគេថាទេដូចជាប្រជាពលរដ្ឋដែលទៀមទាឲ្យប្រវេសន្តរនិយាយទេណាខ្លួនទៅព្រៃហែមពៀនណាបាទអានោះសុខសាន្តឃើញទេបាទដោយសារអីដោយសារបាត់បង់តម្រៃបច្ច័យនិគេរបស់គេនោះបាទអញ្ចឹងអានោះជាគំរូមួយចាមិនបាច់ទៅព្រៃហែមពៀនទេឧបមាថាបើសិនជាសម្ដេចនាយកបាទគាត់ទៅចុះពីតម្រែងទៅហើយទៅជាតម្រងរាជធម្មតាទៅបាទតាមពិតណាគឺដែលបើធ្វើចឹងបានគឺដែលសុខគឺឆ្លើយតបឲ្យប្រជាពលរដ្ឋពេញចិត្តច្រើនទៅហើយបាទហើយដល់ចឹងវាស្ងប់ទៅហើយយើងដោះស្រាយបញ្ហាអីគឺជាបន្តទៅទៀតបានទៅចាបាទជាគំរូមួយបាទជាទស្សនៈនៃការពិភាក្សាដែរលោកពុយគាសូមអញ្ជើញបាទខ្ញុំឃើញការជជែកគ្នាចុះឡើងបើគិតទៅជិត2ម៉ោងទៅហើយចុងចប់ខ្ញុំថាសំខាន់ទៅជែកវិលចុះវិលឡើងថាដំណោះស្រាយយ៉ាងម៉េចបាទជាចំណុចសំខាន់បាទកលឹះអាចមួយទៀតហ្នឹងគឺសំខាន់ជាងគេបំផុតថាតើរឿងចរចាគ្នារវាងអ្នកនយោបាយទាំងពីរហ្នឹងគណៈបកទាំងពីរហ្នឹងដែលសំខាន់មេដឹកនាំហ្នឹងប៉ុន្តែឥឡូវរកច្រកអត់ទាន់ឃើញតើតួអង្គណាដែលមុនហ្នឹងលោកបណ្ឌិតឡើងមកហើយបណ្ឌិតកែមលីបណ្ឌិតសុកទួចបានលើកអំពីគំនិតព្រួយផ្ដើមថាបានធ្វើលិខិតថ្វាយទៅព្រះមហាក្សត្រដើម្បីឲ្យលោកជួយអន្តរាគមន៍ភ្ជាប់នៃការចរចាទស្សនវិជ្ជាទី2ចុះបើសិនជាយើងមើលថាកន្លងមកនេះយើងហាក់ដូចជាគណៈបកទាំងពីរហាក់ដូចជាត្រៀមចរចាគ្នាទៅហើយប៉ុន្តែព្រឹត្តិការណ៍កើតបន្តិចមកគណៈបកសង្គ្រោះជាតិលោកក៏លុបទៅវិញបាទឥឡូវចូលដល់ដំណាក់កាលចុងក្រោយនេះថាគាត់ក៏ហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពមួយលំបាកដែរគណៈបកសង្គ្រោះជាតិចុះបើសិនជាគាត់ថាឥឡូវគាត់សុខចិត្តប្រទៀបខ្លួនណាមកមុនទៅវិញតើអាចទៅរួចទៅទេបើថាឥឡូវយើងឲ្យគណៈបព្វជិជនគាត់ថាគាត់មានព្រៀបទៅហើយប៉ុន្តែនិយាយមកបែបថាហេបើខ្ញុំទៅខ្ញុំចាញ់ព្រៀបហើយខ្ញុំទៅទៀតកាន់តែចាញ់ទៅទៀតឬក៏គាត់គិតថាកុំគិតចាញ់ឈ្នះអាព្រៀបហ្នឹងយើងគិតរឿងផលប្រយោជន៍ជាតិរួមបានទេឥឡូវបើគាត់ព្យាយាមទៅវិញអាចទៅរួចមិនរួចអានេះបើជាមធ្យោបាយមួយទៀតណាយើងជជែកគ្នាកន្លែងហ្នឹងហើយដែលជិះវាកុំឲ្យគណៈបកណាមួយដែលប្រជាជនឲ្យបោះឆ្នោតឲ្យជាប់ហ្នឹងអន់កុំឲ្យគណៈបកណាប្រជាជនក៏អត់អន់សង្គ្រោះជាតិក៏អត់អន់ប្រជាជនក៏អត់អន់អ្នកដែលដើរតួគឺព្រះមហាក្សត្រដាច់ខាត់ត្រូវទៅព្រះមហាក្សត្រព្រះអង្គកោះអញ្ជើញនៅពេលដែលព្រះអង្គឯងនៅក្នុងមាត្រា1បានចែងព្រះអង្គធានានៅស្ថិរភាពអធិបតេយ្យភាពពូរណភាពទឹកដីមាត្រាទី8បានចែងថាម៉េចព្រះអង្គជានិមិត្តជាអាជ្ញាកណ្ដាលណាអញ្ចឹងព្រះអង្គអាចហៅទាំងពីរមកព្រះអង្គអាចកោះហៅកោះជាសាធារណៈដើម្បីឲ្យប្រជារាស្ត្រដឹងថាគណៈបកណាមួយមិនចូលគណៈបកណាមួយដែលមិនចង់ស្វែងរកសន្តិភាព
អានោះទុកឲ្យប្រជាជនជាតុលាការកាត់ទោសនៅពេល2017ឬនៅពេលបោះឆ្នោតនៅពេលណាមួយនោះចុះបើព្រះអង្គមានបន្ទូលថាទេតើគណៈបកទាំងពីរធ្វើខិតមកវិញសុំវិញសំណូមពរវិញយើងធ្វើយ៉ាងអានឹងគណៈបកទាំងពីរអានឹងបង្ហាញទៀតព្រះអង្គចេញទៀតព្រះអង្គចេញជាលិខិតមកចេញជាលិខិតមួយប្រាប់ថាណែឥឡូវទូប្រាបង្គំរងចាំតែការអញ្ជើញរបស់គណៈបកទាំងពីរនេះចេញមកចេញជាសាធារណៈមកព្រះអង្គចេញមកពេលហ្នឹងបើសិនជាគណៈបកទាំងពីរមិនមានឆន្ទៈទៅយាងព្រះអង្គទេនោះហើយអ្នកនយោបាយគ្មានស្រឡាញ់ប្រទេសជាតិទេសម្លាញ់អំណាចបាទមើលទៅព្រះអង្គអាចយាងមកទេលោកលំដិនជឿព្រះអង្គមានតម្រេះកោះអញ្ជើញហើយប្រជុំគ្នាហើយបាទអ្នកទាំងពីរបើតាមខ្ញុំដឹងតែខ្ញុំខុសបានលទ្ធផលយ៉ាងម៉េចគេទៅរាយការណ៍ថ្វាយព្រះអង្គវិញបានរាយការណ៍នៅទេអត់ទេណាហើយគឺថាអាចយកអាក្របខ័ណ្ឌនឹងគឺដែលកិច្ចប្រជុំបន្តទៅទៀតទៅនឹងគឺព្រះអង្គអាចគោះខ្នងក៏បានដែរគឺអញ្ជើញមកគឺកោះអញ្ជើញតែទៅមើលបើលទ្ធផលយ៉ាងម៉េចហើយបាទព្រះអង្គអាចអត់បានធ្វើចិត្តម៉ាយយ៉ាងមួយទៅថាសូមឲ្យទទួលលទ្ធផលក្រោយពីការចរចានៃគណៈបកទាំងពីរនឹងយ៉ាងម៉េចអញ្ចឹងអត់មានណាអន់ទេគ្មានណាមួយអោនបាក់ចុកខ្នងខ្ញុំជឿថាចាស់ឲ្យបាក់ចុកខ្នងមិនអោនទេគឺថាទៅទាំងអស់គ្នាហើយដោយព្រះមហាក្សត្រលោកសុំតែរបាយការណ៍ថាឯងដល់ណាហើយកូនចៅទាំងពីរបាទអានោះជាការត្រឹមត្រូវលោកអំសម្អាតបាទជឿខ្ញុំសុំថែមទីនេះមួយខ្ញុំមើលឃើញព្រះអង្គយើងទុកដូចជានៅក្នុងគ្រួសារមួយថាជាឪពុកម្ដាយចុះបាទហើយពូកូនទាំងពីរនឹងវាបកាយពេកទៅហើយតាមមើលទៅបើកូនទាំងពីរនឹងវាបកាយពេកអញ្ចឹងព្រះអង្គគួរតែមានគេហៅថាស្អីបំពត់ផ្ដៅហ៎មិនដើម្បីណាត្រូវប្រើផ្ដៅខ្លះមិនអញ្ចឹងទូមានលេងបានទូមានលេងបានវាត្រូវតែអញ្ចឹងឯងប៉ុន្តែខ្ញុំចង់ឲ្យព្រះអង្គចង់បានឲ្យព្រះអង្គប្រើរិទ្ធនឹងឯងព្រោះរិទ្ធនេះគឺប្រជាជនកំពុងតែរងចាំមើលហើយនឹងគ្រប់គ្រងបើមិនជាព្រះអង្គនៅតែស្ងៀមហើយឪពុកម្ដាយនៅតែស្ងៀមអញ្ចឹងខ្ញុំគិតថាកូននឹងកាន់តែខូចខ្លាំងឡើងហើយអាខូចខ្លាំងឡើងហ្នឹងអានោះកាន់តែមានអំណាចខ្ពស់អញ្ចឹងមិនងាយទេបាទត្រូវតែទប់ស្កាត់រឿងបញ្ហាហ្នឹងឲ្យហើយបាទលោកអំសម្អាតបាទខ្ញុំសង្កេតឃើញរាល់ថ្ងៃមិនខុសពីលោកបណ្ឌិតហើយនិងលោកច័ន្ទសវេតលើកឡើងទេថាឥឡូវកូនទាំងពីរហើយកូនទាំងពីរហ្នឹងហាក់បីដូចជាមិនចុះសម្រងនឹងគ្នាទេគឺទៀមទាថារឿងអំណាចគេមរតកនិយាយថាដណ្ដើមមរតករៀងខ្លួនចាស់ហើយអញ្ចឹងយើងមើលទៅកូនទាំងពីរហ្នឹងអត់បានគិតបើយើងនិយាយក្នុងផលប្រយោជន៍គ្រួសារក៏អត់លើកផលប្រយោជន៍គ្រួសារនឹងមកដាក់ទេហើយបើសិនជាយើងលើកប្រទេសក្នុងប្រទេសគាត់អត់យកឧត្តមប្រយោជន៍ជាតិឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋមកដាក់អញ្ចឹងទេដើម្បីជជែកគ្នាក៏អត់គិតទេគាត់ដាក់អានេះបោះអញអានេះបោះឯងដល់ពេលអញ្ចឹងដោះស្រាយគ្នាដោះវាអត់ចេញគិតតែអញឯងអត់គិតថាអូអានេះផលប្រយោជន៍ជាតិអានេះរបស់ប្រជាជនអញ្ចឹងយើងធ្វើម៉េចចែកនិយាយគ្នាទៅចរចាថាធ្វើម៉េចកុំឲ្យឃ្លាតពីអាហ្នឹងណាធ្វើម៉េចកុំឲ្យឃ្លាតប៉ុន្តែអត់ទេឥឡូវអានេះបោះអញអានេះបោះឯងអញ្ចឹងវាអត់ចូលគ្នាហើយអញ្ចឹងកូនទាំងពីរចាតដើមគ្នាអញ្ចឹងដល់ពេលបើក្នុងគ្រួសារមើលឪពុកគាត់ចេះអង្គុយមើលចាំមើលពីណាឈ្នះមើលអាហ្នឹងអត់ទៅរួចនៅតែកៀងអញ្ចឹងតើមានអន្តរាគមន៍ហើយបាទលោកខ្ញុំចេះគឺបើសិនជាមានកិច្ចប្រជុំជាមួយគ្នាបាទខ្ញុំឃើញដំណោះស្រាយអាចងាយប៉ុន្តែខុសទាំងទស្សនៈទាំងភាគីទាំងពីរហ្នឹងឬមិនដល់កម្រិតឬក៏ប៉ះពាល់ផលប្រយោជន៍ទាំងពីរហ្នឹងតែខ្ញុំថារឿងភ្លើងនៅក្រោមឆ្នាំងហ្នឹងណាបាទយើងទៅមើលល្ងើកភ្លើងហ្នឹងទៅអីគឺរឿងដែលភាពមិនប្រក្រតីហ្នឹងនៅស្រុកគេខ្ញុំថាគេមានកតិបណ្ឌិតគឺគេអាចដោះស្រាយទៅនឹងបានហើយគឺដោះស្រាយវិធីមួយមកគេអូខេដោះស្រាយក៏ប៉ុន្តែចូលសភាសិនទៅហើយយើងបង្កើតគណៈកម្មការចម្រុះទៅក្នុងក្របខ័ណ្ឌកែតម្រង់គោជបហើយបើសិនជាមកគ្នាថាកុំគិតរឿងលទ្ធផលយើងរកខុសត្រូវមានការខ្វះខាតទៅដើម្បីកែតម្រង់ទៅថ្ងៃមុខគោលដៅទៅកែតម្រង់វិញ
បាទកុំយកអាគោលដៅដើម្បីឲ្យដែលបំផ្លាញថាបថាយើងនិយាយថានិច្ចានុគោលភាពណារបស់សភានិងរបស់រដ្ឋាភិបាលយកសុខចិត្តចឹងទៅហើយចូលទៅអានឹងដោះស្រាយបានហើយខ្ញុំមិនចង់ទម្លាប់ថាបែងចែកអំណាចគ្នាទេគឺដែលរដ្ឋសភានៅក្នុងប្រព័ន្ធប្រជាធិបតេយ្យរបបសភាបាទអ្នកណាគណៈបកណាឆ្នះឆ្នោតអ្នកនឹងគឺគ្រប់គ្រងហើយគេមានព្រៀបហើយក៏ប៉ុន្តែដោយលោកនៅកែមលីក៏ថាចឹងគឺតែគោរពសិទ្ធិបាទរបស់ក៏ដែរគណៈបកភាគតិចបាទនៅក្នុងសភានឹងយើងមានយន្តការគ្រប់គ្រាន់ដើម្បីឲ្យដែលគណៈបកភាគតិចនឹងប្រឆាំងនឹងគឺថាបំពេញការងាររបស់ខ្លួនបំពេញភារកិច្ចរបស់ខ្លួនដូចជារឿងដែលខ្ញុំមិនអត់ទៀមទារឿងដែលប្រធានសូមឲ្យទាំងអស់គ្នាគោរពនីតិវិធីឬបទបញ្ជាផ្សេងៗដែលចែងជាគោលនៅក្នុងដែលរដ្ឋធម្មនុញ្ញស្រាប់ដូចជាខ្ញុំចេះតែលើកហើយគឺដែលសភាត្រូវទុកមួយថ្ងៃក្នុងមួយសប្តាហ៍ដើម្បីសំណួរចម្លើយចុះយើងមានបញ្ហាដូចបញ្ហាសប្តាហ៍នេះបាទក៏ហៅមកបាទហើយគឺថ្ងៃនេះមកទឹកម្ដងដោះស្រាយរឿងបញ្ហាដីធ្លីមកទឹកម្ដងបាទដោះស្រាយបាទរឿងអំពើពុករលួយដោះស្រាយបាទរឿងក៏ដែលទៅខ្ចីលុយគេមកសងគេយ៉ាងម៉េចណាដោះស្រាយរឿងចរាចរណ៍ដោះស្រាយបាទយើងវិលទៅរកដែលដោះស្រាយបាទបញ្ហាទាំងឡាយក្នុងបន្ទប់វិញយើងឲ្យឈប់រឿងប្រើប្រាស់មីក្រូហ្នឹងបាទអត់ដោះស្រាយទេបើកើតបញ្ហាថែមទៀតអាមីក្រូខាងក្រៅហ្នឹងបាទទៅសភាទៅជុំគ្នានៅនោះជជែកវែកជែកទុកឲ្យអ្នកកសែតសារព័ត៌មានគេបំពងថែមទៅទៀតទៅបាទបកស្រាយយ៉ាងម៉េចបាទក្នុងសភាវាស្រួលជាងទេយើងសប្តាហ៍នេះចាប់ផ្ដើមពីរឿងអាប្រើមីក្រូហ្នឹងបានជាប្រជាពលរដ្ឋហ្នឹងប្រើមីក្រូនៅក្រៅដែរបាទហត់តុលាការបើយើងធ្វើតុលាការស្រួលបត់ដោះស្រាយបញ្ហាក្នុងសាលដែលសវនកម្មនោះឯងមិនបាច់មកតាមផ្លូវអាឡូអាឡាយនេះទេបាទវាមានយន្តការស្រាប់វាមានកន្លែងស្រាប់បាទមានសណ្ដាប់ធ្នាប់ប៉ុន្តែយើងតែរឿងមីក្រូតាបាទសម្ដេចនាយកហ្នឹងគឺថាយកយូរទៅមិនដឹងជាគ្រប់គ្រងរដ្ឋយ៉ាងម៉េចបើបញ្ជាតាមមីក្រូអត់មានការកត់ត្រាហើយដែលឲ្យមន្ត្រីរាជការដែលនៅក្រមប្រកបនោះអនុវត្តយ៉ាងម៉េចគ្មានអ្នកណាទៅស្ដាប់មកដែរ24ម៉ោងដែលបទបញ្ជាគាត់តាមមីក្រូហ្នឹងទេគេមានជាលាយលះអក្សរបាទសូមអីក៏ដោយបទបញ្ជាទាំងឡាយនេះបញ្ចេញជាក្រមអីចឹងតែមានយន្តការរបស់គេបាទដូចជាកាសែតផ្លូវការរបស់រដ្ឋាភិបាលគឺរាជកិច្ចហ្នឹងតែទៅចុះតែទៅអីទេបាទផ្សព្វផ្សាយទៅគឺថាដូចជាបទបញ្ជាអញ្ចឹងផ្សាយទៅដែលមន្ត្រីរាជការទាំងឡាយនេះណាថាណែរដ្ឋាភិបាលស្រេចចេះហើយគឺខ្លួនឯងមានសមត្ថកិច្ចហ្នឹងគឺក៏អនុវត្តទៅចេះអានេះយើងអត់ធ្វើសោះណារឿងនេះរឿងគ្រប់គ្រងរដ្ឋហ្នឹងអន្តិចចឹងទេយើងមើលអត់ឃើញទេក៏ប៉ុន្តែវាផលប្រយោជន៍ស្រួលមានស្អីសំអាងយកជាសំអាងតែឥឡូវខ្ញុំនេះខ្ញុំចាត់ការអញ្ចឹងដោយសារមានបទបញ្ជាចែងក្នុងនេះអញ្ចឹងទៅបាទជុំតាមមីក្រូនេះខ្ញុំថាឈប់ទៅបាទឥឡូវវិលទៅរកអាដែលបន្ទប់វិញបាទតែនៅវាមានដែលសន្តិភាពនៅវាមានរដ្ឋសភានៅដែលវាមានតុលាការទាំងឡាយហ្នឹងបាទសូមអីទៅវាមានដោះទុកសัตว์ក៏អាចមានដែរថ្ងៃក្រោយទៅណាបាទប៉ុន្តែបើសម្រាប់ខ្ញុំយល់ទៅវិញខ្ញុំថាជួនកាលបើយើងគិតតែអំពីការវាយទៅលើកម្ពុជាបុគ្គលកម្ពុជាក្បាលម៉ាស៊ីនមួយណាហើយយើងអត់បានគិតដែលមានន័យថាសេនាធិការអញ្ចឹងជួនកាលនៅក្នុងរដ្ឋមួយយើងឃើញមានសេនាធិការច្រើនហើយខ្ញុំថាបើគណៈបកប្រឆាំងហ្នឹងគាត់ចូលសភាហើយគាត់ឃើញបុគ្គលតាមស្ថាប័នមួយហើយគាត់វាយឲ្យចំមួយខ្ញុំថាដូចជាមានប្រសិទ្ធភាពជាងវាយរួមដល់វាយរួមអញ្ចឹងធ្វើឲ្យបុគ្គលមួយចំនួនដែលគាត់ខលខូចហ្នឹងគាត់ជាទៅក្របនៅតែក្រោមអញ្ចឹងហើយបានជាសភាគេមានដែលគណៈកម្មការបាទទទួលពាក្យបណ្ដឹងណាសិទ្ធិមនុស្សបាទហើយក្នុងរដ្ឋធម្មនុញ្ញចែងហើយគឺថារដ្ឋស្ថាប័នរដ្ឋទាំងអស់ត្រូវតែយកចិត្តទុកដាក់ពិនិត្យមើលសំណើសំណូមពរនានាឬបណ្ដឹងនានារបស់ប្រជាពលរដ្ឋបាទសភាហ្នឹងត្រូវកែវិញលុបដែលអាលបងទៅធ្វើទៀបមកហើយបើកផ្លូវច្រកចូលច្រើនបាទអញ្ចឹង
ហើយធ្វើកន្លែងហ្នឹងគឺថាអត់មានអីផ្លូវឡានឡើងចុះទេបាទទុកធ្វើជាសួនច្បារស្រួលសម្រាប់ប្រជាពលរដ្ឋទៅជួបតំណាងរាស្ត្ររបស់គេបាទហើយគឺត្រូវមានតាមរបងត្រូវមានការិយាល័យដែលទទួលពាក្យដំណឹងសំណើអីផ្សេងទៅ24ម៉ោងមកហើយកត់ត្រានេះទៅផ្ទះវិញទៅបាទចាំគេតាក់ទងក្រោយបាទចាអានេះមិនស្រួលបើដោះស្រាយនៅនោះទៅបើតាមប្រសាសន៍លោកបណ្ឌិតឡើងមកហើយហាក់ដូចជាថាសមាជិកសភាឬក៏សភាហ្នឹងមានអំណាចខ្លាំងហើយបើអញ្ចឹងហេតុអ្វីបានជាហេតុអ្វីអញ្ចឹងមិនបានហេតុអ្វីបានជាសមាជិកគណៈបកប្រឆាំងមិនចូលមកដើម្បីទៅជែកយកអំណាចគណៈបកណាមួយទេរួមគ្នាធ្វើដើម្បីយកអំណាចនីមួយគឺតំណាងផលប្រយោជន៍របស់ប្រជាជាតិទាំងមូលទូទៅអញ្ចឹងហើយបានសប្តាហ៍ថ្ងៃនេះខ្ញុំសូមតេស្តទៀនណាបើថារដ្ឋសភានឹងជារដ្ឋសភាផ្លូវការណាតំណាងរាស្ត្រណាអត់មានអីទូលតបភ្នែកមើលឬចុកតិចទេណាព្រឹត្តិការណ៍សប្តាហ៍ថ្ងៃដូចលោករដ្ឋសុខទូតមានប្រសាសន៍អញ្ចឹងណាគឺត្រូវទៅហៅរដ្ឋាភិបាលសួរមើលដល់ណាអីដល់ណាចាត់វិធានចឹងមិនក៏ស្លាប់មនុស្សបាទអញ្ចឹងអត់ធ្វើការអញ្ចឹងណាតំណាងរាស្ត្រមិនតំណាងបកឯងបើចឹងតែកាលណាយើងដែលបកជនណាដែលជាតំណាងនេះតែកាលណាឆ្លងកាត់របងចូលដែលទៅបន្ទុកសភាហើយអគារសភាហើយតំណាងរាស្ត្រលែងតំណាងបកហើយគឺយ៉ាងម៉េចដែលរដ្ឋសភាធ្វើច្បាប់នីតិបញ្ញត្តិបាទយើងអត់ទាន់យល់ច្បាស់នីតិដែលមួយទៀតគឺអំណាចនីតិប្រតិបត្តិច្បាប់ដែលសភាអនុម័តហើយសភានេះគេអាចដែលតាមដានមើលតើអនុវត្តច្បាប់គេយ៉ាងម៉េចនឹងហើយត្រឹមត្រូវឬមិនត្រឹមត្រូវទៅកោះយកមកឬមិនគោរពច្បាប់ទៅបំពានសិទ្ធិឬមួយគេប៉ះពាល់ដល់អ្នកដទៃអីផលប្រយោជន៍អ្នកដទៃគេមកតវ៉ាមកសភានឹងអាចកោះហៅមកបាទចេះហើយមានយន្តការស្រាប់មិនក៏មិនបានប្រើប្រាស់ហើយងាយស្រួលទេតារឿងសិទ្ធិមនុស្សរឿងអីមិនបាច់មានអង្គការក្រៅរដ្ឋាភិបាលផងទេបាទឲ្យទៅបើទៅក៏ខ្ញុំថាបទសភាហ្នឹងគឺថាមានច្រកចូលឲ្យស្រួលតែស្វាគមន៍ហើយជាតែរបៀបប៉ុន្តែអ្វីដែលលោកអ៊ំមានប្រសាសន៍ហ្នឹងតើកែមេត្រាវិសោធនកម្មសំទុះមិនកែវិសោធនកម្មមេត្រា1គេថាប្រជាជនទាំងពីរភេទមានអាយុ18ឆ្នាំបោះឆ្នោតឲ្យគេហើយ25ចូលបោះឆ្នោតឡើយហ្នឹងគឺខុសហ្មងគឺថាសុំវិសោធនកម្មថា25ឆ្នាំហើយត្រូវមានឧត្តមសិក្សាឡើងទៅបើគាត់អត់មានចំណេះផងហើយគាត់ទៅកែស្អីអញ្ចឹងគាត់ចាំទៅសភាចាំតែដល់ដំណាក់កាលមួយមើលប្រព័ន្ធបោះឆ្នោតយើងប្រហែលជាយើងត្រូវតែកែប្រែដែលប្រព័ន្ធសមាមាត្រនឹងឯងទៅជាឯកតនាមបញ្ចូលដែលប្រព័ន្ធឯកតនាមខ្លះបាទអាហ្នឹងគឺដើម្បីដែលឲ្យម្នាក់អាចឯករាជ្យបាទហើយគឺអាចលើកបញ្ហាដែរបើថាខាងនោះមិនលើកទេគឺបកជនណាតំណាងរាស្ត្របកជនអត់លើកទេតំណាងរាស្ត្រឯករាជ្យគឺលើកបាទចា៎បាទអរគុណច្រើនណាស់លោកបណ្ឌិតឡៅម៉ុងហៃលោកបណ្ឌិតសុកទូចហើយលោកពុយគាលោកច័ន្ទសវេតនិងលោកអំសំអាតពេលវេលាយើងក៏ឈានមកដល់ទីបញ្ចប់ដែរខ្ញុំបាទសូមថ្លែងអំណរគុណហើយយើងខ្ញុំ VD នឹងបង្កើតនៅវេទិការបៀបនេះឲ្យបានច្រើនបន្តទៀតខណៈពេលដែលយើងកំពុងតែមានបញ្ហាមួយចំនួនជាពិសេសយើងចង់ឃើញមានការជួបចរចាគ្នារវាងគណៈបកនយោបាយសំខាន់ទាំងពីរហើយយើងក៏ចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះការស្នើសុំនានារបស់គណៈកម្មការដែរហើយធ្វើយ៉ាងម៉េចគឺថាស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយសន្តិភាពដោយមិនមានការប្រើហិង្សាដាក់គ្នាទៅវិញទៅមកខ្ញុំបាទសូមថ្លែងអំណរគុណហើយសូមថ្លែងអំណរគុណប្រិយមិត្តអ្នកស្ដាប់ដែលបានតាមដានស្ដាប់កម្មវិធីរយៈពេល2ម៉ោងមកនេះនៅពេលនេះខ្ញុំបាទណូវីរួមជាមួយវាគ្មិនទាំងអស់សូមអរគុណនិងសូមជម្រាបលាប៉ុណ្ណេះបាទសូមជម្រាបអរគុណកម្មវិធីតុកមូល VOD ដែលប្រិយមិត្តទើបបានស្ដាប់នៅពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសនិងប្រិយមិត្តទាំងអស់ដែលបានចំណាយពេលវេលាស្ដាប់និងចូលរួមបញ្ចេញមតិយោបល់នៅក្នុងកម្មវិធីយើងតុកមូល VOD នឹងវិលមកជួបប្រិយមិត្តអ្នកស្ដាប់នាពេលក្រោយទៀតសូមអរគុណ